បានជួបប្រពន្ធដើមទៅហើយដាក់ឲ្យអស់ដៃតែម្ដងទៅនេះប្រពន្ធដើមនាងនេះចង់ស្ដាប់មែនទេខ្ញុំមិនចង់ស្ដាប់មិនចង់អីទេទៅឈួតឯណាក៏ទៅចុះស្រីឡប់បានល្អមិនមែនគេតែមានស្រីថ្មីក្មេងជាងនឹងទេមកគ្រាន់បើណាល្អបើអញ្ចឹងយើងសុំផ្ទះកំភ្លៀងសិននេះណែអើយនាងវាមានស្នេហ៍ស្នុកអីណាស់ណាទៅខ្ញុំសុំហើយនេះណែអើយអូយនាងមិនបានជានាងវាយខ្ញុំអញ្ចឹងឈួតហើយមែនទេរឿងប្រពន្ធចុងផ្អែមប្រពន្ធដើមសាមនិពន្ធដោយលោកសំណាងផលិតវីដេអូដោយអ្នកនាងហិនសីឡានារីជានារីដែលល្អម្នាក់ហើយនាងក៏មានសង្សារជាបរិសុទ្ធល្អផងដែរដោយសារមានទំនាក់ទំនងស្នេហានឹងគ្នាជាយូរដឹងចិត្តគ្នាហើយថ្ងៃមួយបរិយក៏បានចូលទៅដល់ចាស់ទុំសុំស្ដីដណ្ដឹងជំរាបសួរអ្នកមីងចាលើកដៃថ្វាយព្រះក្មួយនេះតាក្មួយគិតថានឹងសុំដណ្ដឹងកូននារីហើយមែនទេបានមីងដូចក្មួយជំរាបជូនអញ្ចឹងក្មួយពិតជាស្រឡាញ់អូននារីណាស់ហេតុនេះសូមមីងកុំប្រកាន់ក្មួយអីមីងមិនប្រកាន់ទេក្មួយក៏មានការងារល្អដែរមីងមិនរឹសពេកទេម្យ៉ាងក្មួយនិងកូននារីក៏ដឹងចិត្តគ្នាហើយតើមីងគិតយូរធ្វើអីទៅមែនទេនារីចាម៉ាក់ខ្ញុំអរគុណណាស់ដែលលើកអូននារីឲ្យខ្ញុំសន្យាថាខ្ញុំនឹងមើលថែអូននារីឲ្យបានល្អបំផុតសូមមីងកុំបារម្ភអីណានិយាយហើយត្រូវធ្វើឲ្យបានលឺទេហើយត្រូវខំប្រឹងព្រោះមីងគ្មានទ្រព្យសម្បត្តិចែកឲ្យទេម៉ាក់រឿងនេះកូនចេះគិតគូរហើយមែនហើយមីងខ្ញុំនឹងខំប្រឹងឲ្យអស់ពីកម្លាំងកាយចិត្តតែម្ដងចាល្អណាស់ជួនជាពេលនោះផងដែរបរិសម្នាក់ដែលល្បីថារៀនបានខ្ពស់មានងារសាក់យោះធំដុំក្នុងសង្គមក៏ពេញចិត្តនឹងនារីដែរតើគាត់មកនេះមានកិច្ចការអ្វីទៅឬក៏គាត់ចូលមកស្ដីដណ្ដឹងនារីដែរទេដឹងជំរាបសួរណាមីងសួស្ដីនារីចាជំរាបសួរមើលទៅហំហានសំសួនណាស់មិនដឹងតើមកផ្ទះខ្ញុំមានការអ្វីដែរបាទមីងខ្ញុំមកនេះគឺចង់ស្ដីទៅដឹងអូននារីណាបានថាម៉េចសំទោសណាលោកម៉ាក់ខ្ញុំបានលើកខ្ញុំឲ្យទៅបងបរិយហើយបរិសនេះមែនទេតើគេធ្វើការអីដែរខ្ញុំជាបុគ្គលិកក្រុមហ៊ុនអូននារីណាមីងសូមគិតឲ្យច្បាស់ទៅខ្ញុំមានមុខមាត់នៅក្នុងសង្គមជាងហើយប្រាក់ខែដុល្លារដូរផ្ទះអូននារីមុខជារស់ស្រួលមិនពិបាកជិះម៉ូតូហាលក្តៅព្រឹកល្ងាចទេជាកិត្តិយសណាស់ដែលលោកពេញចិត្តកូនស្រីមីងសុំនិយាយតាមត្រង់ចុះមីងក៏មិនចង់ឲ្យកូនស្រីមីងរស់នៅពិបាកដែរម៉ាក់ចង់បានន័យថាម៉េចទៅណែកូនស្ងាត់មាត់សិនទៅអ្នកប្រុសតែថាមុននេះកូនស្រីមីងមានគេចូលមុនហើយតែយ៉ាងណាក៏មិនទាន់រៀបការឯណាមែនទេចាស់ពិតមែនហើយតែថាសូមគិតឲ្យច្បាស់ណាបើមីងមិនចង់ក្រឬបានបរោះមានចំណេះតិចសូមយកខ្ញុំទៅមីងចាំមីងគិតមើលសិនណាអ្នកប្រុសម៉ាក់កុំគិតវែងឆ្ងាយអីកូនមិនព្រមយកគាត់ទេកូនស្រឡាញ់បងបរិយហើយពួកយើងក៏จะរៀបការឲ្យដែរមីងសូមមីងកុំបដូរចិត្តអីខ្ញុំស្រឡាញ់អូននារីណាណែបរិយនៅស្ងៀមសិនទៅមិនទាន់ដល់វៀនឯងទេម៉ាក់ឬម៉ាក់ចង់ផ្ដាច់ពាក្យវិញមែនទេអ្នកប្រុសខ្ញុំក៏មិនចង់ឲ្យមីងខែក្រោយខ្ញុំបានឡើងជាឯកឧត្តមហើយតើមីងមិនចង់ឲ្យនារីក្លាយជាជំទាវទេមែនទេព្រះអើយសំណាងធ្លាក់ទៅលើមេឃមែនតែខ្ញុំមិនទទួលសំណាងទេមែនទេព្រមចាព្រមអ្នកប្រុសខ្ញុំសម្រេចចិត្តហើយថាលើកកូនឲ្យអ្នកប្រុសទៅចុះណាមីងមិនក៏មីងប្រែប្រួលយ៉ាងនេះម៉ាក់សូមម៉ាក់កុំធ្វើបែបហ្នឹងបានទេម៉ាក់បិទមាត់ទៅកូនល្ងងជឿតាមតែម៉ាក់ទៅបើចង់ឲ្យជីវិតបានខ្ពង់ខ្ពស់នោះតែម៉ាក់នេះជាទៅធ្វើមិនគ្រប់ពាក្យសច្ចៈទេណាម៉ាក់ស្ងាត់មាត់ទៅអ្នកប្រុសខ្ញុំលើកកូនគឺលើកឲ្យហើយណែសូមអ្នកប្រុសជឿចុះណាម្យ៉ាងទៀតខ្ញុំនឹងខលទៅបញ្ជាក់សូមអ្នកប្រុសទៅវិញសិនចុះបានមីងខ្ញុំលាសិនហើយខ្ញុំនឹងចាំស្ដាប់ដំណឹងល្អនេះចាពិតណាស់មីងខ្ញុំថាមីងនិយាយលេងទេមែនទេចេញទៅមុខដូចឯងណាគ្មានថ្ងៃកូនខ្ញុំមានបានទេ
សុំទោសផងណាខ្ញុំជាម៉ាក់ខ្ញុំមិនចង់ឃើញកូនខ្ញុំលំបាកទេម៉ាក់កូនមិនអាចទេកូនមិនអាចយកលោកឧត្តមនោះទេម៉ាក់មិនអាចទេស្ដាប់តាមតែម៉ែទៅកូនមុខជាឡើងងារជាជំទាវមិនខានទេណាចំណែកនាយទៅវិញចុះមីងកុំធ្វើអញ្ចឹងអីមីងមិនបាច់ទេខ្ញុំមិនទទួលយកការអង្វរកទេទៅចុះមីងមេត្តាខ្ញុំផងណាមីងសូមម៉ាក់មេត្តាផងទៅណាម៉ាក់ណាសូមមេត្តាអើយដូចជាសំតប៉ែណាស់ណែឯងមើលមុខខ្លួនឯងទៅមើលថាខ្លួនឯងមានស្អីខ្លះគួរតែឲ្យនាងមានវាសនាល្អជាងនេះទៅបានហើយចេញទៅថ្ងៃនោះមីងកូឡាបតេះដៀលបរិយច្រើនណាស់ដោយហេតុថាពិបាកទទួលយកបរិយក៏ចាក់ចេញទាំងឈឺចាំចំណែកមីងកូឡាបក៏បង្ខំឲ្យកូនស្រីរៀបការរហូតបានសម្រេច3ខែកន្លងផុតទៅយ៉ាងម៉េចដែរប្តីប្រពន្ធថ្មីថ្មោងមើលទៅដូចជាមានសុភមង្គលណាស់ណបាទម៉ាក់ផ្ទះថ្មីក៏ទិញហើយដែរខ្ញុំសន្យាថាខ្ញុំនឹងមើលថែអូននារីឲ្យបានល្អបំផុតសូមម៉ាក់កុំបារម្ភអីចាស់កូនថាទៅណាម៉ាំងពិតជាមានកិត្តិយសណាស់ដែលបានកូនជាកូនប្រសាជាអាចឧត្តមបែបនេះបាទម៉ាក់ក្មេងអូននិយាយអញ្ចឹងខ្ញុំបានទិញពេជ្រជូនម៉ាក់ក្មេងមួយឈុតផងដែរនេះម៉ាក់អូយព្រះអើយកូនណារីឃើញទេម៉ាក់នេះបានពេជ្រពាក់នឹងគេហើយណាកូនស្រីចាស់ម៉ាក់ពេលវេលាចេះតែកន្លងទៅនារីក៏កាន់តែស្រឡាញ់ប្តីហើយនាងក៏បម្រើប្តីគ្រប់បែបយ៉ាងតែថាលោកឯកឧត្តមម្នាក់នេះដូចជាមិនដូចមុនឡើយបងទៅធ្វើការឲ្យមែនទេពិសាបបោះសិនទៅបងអូនដាំបបោះរួចហើយបងមិនញ៉ាំទេគ្រាន់តែមើលក៏ដឹងថាមិនឆ្ងាញ់ដែរតែបងមិនទាន់បានពិសាអីឯណាប៉ិតទេបងដឹងតែថ្ងៃនេះបងសាប់មាត់ណាស់អូននាំកូនញ៉ាំខ្លួនឯងចុះតែបងអូនខំធ្វើតាំងពីព្រលឹមណាបងពិសាបន្តិចទៅបានទេបងថាមិនញ៉ាំគឺមិនញ៉ាំហើយអូនឯងអីក៏រំខានម្លេះគួរឲ្យធុញទ្រាន់ណាស់បងកុំស្រែកកំហុងចឹងបានទេអូនមិនស្រួលចិត្តទេអូនមើលខ្លួនឯងទៅមើលធ្វើខ្លួនសាបទុយមួយសម្រស់ក៏មិនដូចមុនបងពិតជាគ្មានអារម្មណ៍ញ៉ាំទេបានហើយបងទៅធ្វើការហើយប្តីខ្ញុំប្លែកណាស់អូនោះជាទូរស័ព្ទលោកប្តីខ្ញុំតាលោកប្តីឈប់សិននារីទាញទូរស័ព្ទបំរុងនឹងយកទៅឲ្យប្តីតែនាងទៅមិនទាន់ម្យ៉ាងទូរស័ព្ទក៏រោឡើងមកនាងក៏ទទួលហើយក៏បានឮសំឡេងមនុស្សស្រីនិយាយថាអាឡូណែនាងជាតាណាគេនឹងមិនក៏លើទូរស័ព្ទប្តីយើងអញ្ចឹងអូហូនេះនាងជាប្រពន្ធដើមមែនទេណែដាក់កាមេរ៉ាឲ្យចំមុខបន្តិចទៅមើលខ្ញុំសុំមើលផងនាងជាតាណាហើយខលតាមឆាតមកប្តីខ្ញុំនឹងមានកាយដែរចាខ្ញុំជាប្រពន្ធចុងគាត់នាងប្រពន្ធដើមសំឡេងខ្ញុំផ្អែមពីរោះដែរទេនាងថាទៅមើលបានជួបប្រពន្ធដើមទៅហើយដាក់ឲ្យអស់ដៃតែម្ដងទៅនេះប្រពន្ធដើមនាងនេះចង់ស្ដាប់មែនទេខ្ញុំមិនចង់ស្ដាប់មិនចង់អីទេទៅឈួតឯណាក៏ទៅចុះស្រីឡាប់ហើយមើលសម្ដែងចុះប្រពន្ធសាបចឹងតាមកជាគេក្បត់សំមុខហើយណែនាងបើចង់ឲ្យប្តីស្រឡាញ់ដូចនាងនេះបដូររសជាតិឲ្យវាហឹលផ្អែមជាងនេះបន្តិចទៅនាងចង់បានប្តីខ្ញុំស្រែកឃ្លានចង់យកទៅអង្គាមដូចឆ្អឹងក៏យកទៅចុះចាំបាច់មកបើឈឺខ្ញុំធ្វើអីនាងមិនដែលដឹងទេថាប្រពន្ធចង់គឺអញ្ចឹងហើយបើមិនបានអួតប្រពន្ធដើមគឺមិនអស់ចិត្តទេណែនាងចាំស្ដាប់ណាប្តីនាងយកឡាននាងជូនយើងទៅឲ្យលេងនៅសៀមរាបហើយនឹងជូនយើងទៅលេងអាមេរិកអូស្ត្រាលីទៀតផងអូយស្វីតណាស់តែយូរហើយនៅថាហើយមុខជាចង់ដឹងណែនាង
គឺជាលេសដែលប្តីនាងថាទៅធ្វើការនោះអីតែធៀបពិតណាជូនខ្ញុំទៅដើរលេងទេហើយទិញចិញ្ចៀនទិញឡានទូរស័ព្ទ brand ហើយមានបាច់ផ្ការាល់ថ្ងៃទៀតផងនេះគាត់មិនដែលធ្វើដាក់ខ្ញុំចឹងទេណាសំមុខហើយប្រពន្ធរសជាតិសាបឆឹងអញ្ចឹងសំមុខហើយដែលគេមិនស្វេតដាក់នោះស្រីចាស់អ្នកណាទៅលេបរួចនោះនាងមកក្រាស់មែននាងឈាមត្រជាក់ណាស់នាងមិនដឹងថាគេមានប្រពន្ធកូនទេមិនដឹងទេស្នេហ៍ខ្ញុំវាខ្លាំងខ្ញុំចេះថ្នមចេះថ្នាក់ហើយក៏ក្មេងហើយស្អាតប្រុសណាគេទ្រាំបានស្រីអត់គេខ្មាស់ណែនាងប៉ុណ្ណឹងបានហើយកុំថាខ្ញុំកុហកចាំខ្ញុំផ្ញើវីដេអូឲ្យមើលនៅរូបភាពដែលពួកយើងដើរលេងសពភីងញ៉ាំអីនិងឡើងក្រែជាមួយគ្នាឲ្យមើលណានាងស្រីប្រពន្ធដើមសាបមុខចាស់និយាយចំប្រពន្ធចុងម្នាក់នោះក៏ផ្ញើមកពិតមែននារីឃើញហើយក៏កាត់ទុកឈឺចាំទឹកភ្នែកហូរដូចជាទន្លេហើយនាងពិតជាខកចិត្តខ្លាំងណាស់ព្រោះប្តីនាងមិនមែនលួចមានស្រីតែមួយលើកឬក៏ពីរលើកនោះឡើយម្ដងហើយម្ដងទៀតបងនៅតែលួចក្បត់ខ្ញុំមានលុយមានឋានៈតើវាល្អអីទៅបើគ្មានក្តីសុខផងនោះអ្នកបងខ្ញុំគឺជាស្រីកំណាន់បងអាដាមណាថាម៉េចម្នាក់ទៀតហើយមែនទេអ្នកបងមេត្តាផងបងអាដាមថាឲ្យខ្ញុំមកយកលុយ$500តែយូរហើយគាត់មិនផ្ញើឲ្យខ្ញុំសោះអ្នកបងគិតតែមើលខ្ញុំឈឺចាប់ប៉ុណ្ណាអ្នកបងព្រោះគាត់មានប្រពន្ធថ្មីទៅហើយនាងគួរតែទៅរកគាត់មិនគួរណាមករកខ្ញុំទេខ្ញុំមិនទំនេរស្ដាប់រឿងរបស់នាងបោកបាច់ឡប់ឡាយទេតែអ្នកបងជាប្រពន្ធដើមណាអ្នកបងមិនឈឺទេអីខ្ញុំឈឺរហូតដល់លែងចង់ឈឺទៀតហើយអ្នកបងមិនចង់បដូររបស់សាបចេញទេអីប្តីអ្នកបងថាអ្នកបងជាប្រពន្ធដែលរសជាតិសាបណាស់បានហើយនាងទៅចុះខ្ញុំហត់ណាស់អ្នកបងកុំទាត់បាត់ទ្វារអីស្ដាប់ខ្ញុំនិយាយចាប់សិនទៅក្មេងនោះណាវាក្បាលរឹងណាស់អ្នកបងគួរតែបដៅវាចេញទៅខ្ញុំថានាងជាអ្នកទៅបដៅចុះខ្ញុំគ្មានពេលដើរទៅអប់រំមនុស្សក្បាលកញ្ចាស់ដែលកំពុងតែស្រេកឃ្លានតណ្ហានោះទេសំទោសខ្ញុំចង់សម្រាប់ហើយនារីមិនចង់និយាយអ្វីទៀតទេនាងឈឺហួសពីឈឺទៅហើយច្រឹកអញ្ចឹងតែបានជាគេមិនយកឈឹធ្វើដូចជាទ្រាំណាស់អើយសុំជូនពរឲ្យទ្រាំដល់បែកទ្រូងងាប់ទៅចុះនាងមករកស្អីនៅទីនេះជាផ្ទះរបស់ប្តីខ្ញុំទេស្អីគេកុំថានាងជាប្រពន្ធចុងដែរណាស្អីនាងចង់មានន័យថានាងក៏ជាប្រពន្ធចុងដែរមែនទេបានជួបល្អហើយនាងមែនទេដែលតែងតែសុំលុយប្តីរបស់យើងនោះតែនាងចង់ធ្វើអីគឺវាយនាងនឹងឯងដើមឆ្នាំ2026នេះខ្ញុំដាក់ឯងឲ្យណាននៃម្ដងថាមានប្រពន្ធចុងនឹងវាអស់ចាស់ប៉ុណ្ណាទៅណែហើយចុះនាងជាប្រពន្ធចុងដែរតាអីគឺយើងជាប្រពន្ធចុងល្អជាងនឹងឯងល្អស្អីបើល្អមិនមែនគេតែមានស្រីថ្មីក្មេងជាងនឹងទេหมดគ្រាន់បើណាល្អបើអញ្ចឹងយើងសុំផ្ទះកំភ្លៀងសិននេះណែអើយស្រីទាំងពីរវាយគ្នាយ៉ាងឡើងនឹងមានរបួសពេញខ្លួនអើយឡើងយ៉ាងទេសុំចេញបាត់ពួកអ្នកនាងមានទោសមកបង្ករឿងក្នុងបរិវេណផ្ទះគេហើយម្យ៉ាងទៀតជាសកម្មភាពបង្កគំរូមិនល្អផងស្អីគេមកពីនាងនឹងគឺនាងនឹងហើយដើរទៅថ្លង់ណាស់ខ្ញុំដើរខ្លួនឯងក៏បានកន្លងមកនារីពិបាកចិត្តណាស់តែនាងមិនដែលឆ្លោះតវ៉ានាំឲ្យប្តីបាក់មុខឡើយតែពេលនេះប្រហែលជានាងឈឺពេកហើយទើបនាងដាច់ចិត្តទម្លាយរឿងអាស្រូវរបស់ប្តីឯកឧត្តមម្នាក់នេះទាំងស្រុងជាសាធារណៈតែម្ដងខ្ញុំឈឺណាស់ខ្ញុំនឹងបង្ហោះផុសតាងដែលប្រពន្ធចុងផ្ញើមកទាំងអស់ឲ្យអ្នកលេងបណ្ដាញសង្គមគេកាត់ក្តីចុះនារីពិតជាសម្រេចចិត្តធ្វើមែនហើយរឿងដែលលោកឯកឧត្តមធ្វើគឺពិតជាមានការចែកចាយពាសពេញប្រទេសម្នាក់ចូលទៅខមមិនជេរប្រតិចនិងแชร์ចែកចាយគ្រប់ទិសទីបង
មានគេចែកចាយច្រើនណាស់អូនណាខ្មាស់គេណាបងប្រញាប់លេងលះហើយរៀបការជាមួយនឹងអូនទៅ បានតាតែបងគិតតែពួកយើងរៀបការស្ងាត់សិនទៅបន្ទាប់ពីនោះពួកយើងនឹងបកស្រាយថាពួកយើងមិនបានលួចធ្វើរឿងដូចជាពួកគេគិតទេ មានន័យថាពួកយើងក៏បានរៀបការហើយមិនបានលួចលាក់ទេបើបែបនោះអ្នកលេងបណ្ដាញមិនជេរទៀតទេប៉ាទេ បានអូនសម្រាប់គ្នាហើយពួកគេក៏អនុវត្តតាមផែនការហើយថ្ងៃបន្ទាប់ឯកឧត្តមក៏បាននិយាយនឹងនារីដើម្បីលេងលះផងដែរពួកយើងលេងលះគ្នាទៅបងខ្មាស់គេណាស់ព្រោះអូនមិនចេះទុកមុខឲ្យប្តីទេអូនបែរជាបង្ហោះរឿងប្តីឲ្យគេជេរពេញប្រទេសបែបនេះ ចុះបងដែរទុកមកឲ្យអូនដែរទេបងក្បត់អូនហើយក្បត់ទៀតបងមិនដែលខ្វល់មិនដែលបារម្ភមិនដែលអាណិតមិនដែលផ្គប់ចិត្តអ្វីសោះតែបើស្រីក្រៅវិញសម្ដីឡើងផ្អែមរលួយហើយហ៊ានទិញរបស់ឲ្យគេប្រើគ្រប់យ៉ាងតើបងទុកខ្ញុំជាប្រពន្ធដែរទេហ៎ មើលខ្លួនឯងទៅមើលចាស់ក៏ចាស់សុភាពបែបនេះលេបមិនចូលទេតែចង់ឲ្យប្តីលើកទួលមែនទេ មនុស្សស្អាតក្បត់នៅតែក្បត់អញ្ចឹងទោះបីខ្ញុំស្អាតក៏គ្មានប្រយោជន៍ដែរប៉ាម៉ាក់ឆ្លោះគ្នាទៀតហើយមែនទេម៉ាក់ហេតុអីម៉ាក់យំម៉ាក់អត់បានយំទេកូនកូនស្រីតូចល្អរបស់ម៉ាក់ ប៉ាអត់បានឆ្លោះទេកូនកូនទៅគេងចុះណា ចាប៉ាបើបងចង់បែកអូនក៏មិនទ្រាំទៀតដែរព្រោះអូនឈឺគ្រប់គ្រាន់ហើយលេងក៏លេងចុះស្អែកជួបគ្នានៅកន្លែងលេងលះលេងគ្នាឲ្យពួកយើងកំជួបគ្នាទៀតអីចំណែកទ្រព្យសម្បត្តិបងគ្មានសិទ្ធទេ បានខ្ញុំមិនយកទេព្រោះខ្ញុំមានគ្រប់យ៉ាងទៅហើយតោះអូន ប៉ាកំទៅអីម៉ាក់ប៉ាទៅហើយម៉ាក់នាងតូចកុំពិបាកចិត្តអីតំណេចាំខ្ញុំធ្វើជាម៉ាក់ឯងណាណែនាងលេងហើយហាមលួចនឹកទៀតណាទៅចុះសំណាងល្អតោះកូនទៅផ្ទះចុះលោកប៉ានោះម៉ាក់ពួកយើងទៅសិនទៅកូនសម្លាញ់ចាំម៉ាក់នាំកូនទៅទិញការ៉េមចុះណាចាម៉ាក់ធ្វើដូចជារឹងមាំណាស់ឈឹតោះបង បានពួកយើងទៅ ស្រីក្មេងនោះគឺជានាងសោះបងអាដាមពិតជាមាត់ប្រៃមែនចង់តាំងបានតែម្ដងណោះប្រព្រានលោកគង់តែមានថ្ងៃអន្តរាយទេចំណែកនាងនេះក៏ផ្អែមណាស់ដែរអញ្ចឹងបានជាតាក់ប្តីគេបាននោះណែនាងយើងចង់ដឹងណានាងវាមានស្នេហ៍ស្នុកអីណាស់ណាទៅខ្ញុំសុំហើយនេះណែអើយអូយនាងមិនបានជានាងវាយខ្ញុំអញ្ចឹងឈួតហើយមែនទេមកយានណាស់ហេនេះណែ ឈប់ទៅពួកនាងមិនចេះខ្មាស់គេទេអី មិនឈប់ទេពួកយើងត្រូវតែបដៅអាប្តីក្បត់នឹងមួយស្រីក្មេងនេះឲ្យវាសំចិត្តទៅបាន អូយបានហើយឈប់សិនឈប់ស្រីស្នេហ៍ឧត្តមទាំងពីរនាក់វាយហើយវាយទៀតពួកគេមិនឈប់ទេលុះឃើញថាបង្កសម្ដាប់ធ្នាប់មិនល្អពួកគេក៏ត្រូវបញ្ជូនទៅប៉ុស្តិ៍ប៉ូលីសទាំងអស់គ្នា កូនដឹងទេទង្វើមិនសមគឺប៉ូលីសចាំចឹងហើយកូនម៉ាក់តាប៉ូលីសកំពុងតែចាប់ប៉ាមែនទេប៉ាបង្ករឿងអីមែនទេម៉ាក់ទោះមិនអាចលើកលែងបានឲ្យមនុស្សអាក្រក់ទេកូនម៉ាក់ជនបង្កហិង្សានៅសាធារណៈបង្កអសន្តិសុខផ្ដល់គំរូមិនល្អពិតជាសមនឹងទទួលការអប់រំបែបនេះហើយ នារី បងបរិយមិនក៏បងនៅទីនេះ ព្រោះបងជាមន្ត្រីនៅទីនេះអូនសុខសប្បាយជាទេអូនមិនអីទេមែនទេបងបានឃើញរឿងអូននៅក្នុងបណ្ដាញសង្គមហើយ ពិតជារឿងដ៏អស្ចារ្យណាស់បងធ្វើឲ្យបងសាច់ចំអកហើយ អត់ទេប្រហែលជាព្រំលិខិតលេងសើចនឹងយើងហើយអូនបងដឹងថាវាមិនសមតែបងក៏នៅតែនឹកបងមិនទាន់មានគ្រួសារទេតើអូនអាចផ្ដល់ឱកាសឲ្យបងបានទេ អូនមិនសន្យាទេព្រោះអូនទៅតែលេងលះអូននៅឈឺអូនដែលមានរបួសធំណាស់ហើយអូនក៏មានកូនហើយដែរ បងអាចចាំបានទោះយូរប៉ុណ្ណាឬក៏អូនមានកូនប្រមាណអ្នកហើយក៏ដោយចុះ បងបរិយបើបងពិតជាទទួលបានអូននឹងផ្ដល់ចម្លើយនាពេលក្រោយបងយល់ហើយពិតទេ
បានអូនបងនឹងរងចាំអូនណាបរោះយល់ចិនបរោះលះបង់ហេតុនេះរបួសនារីក៏ជាម្ដងបន្តិចទៅតាមពេលវេលាហើយជាចុងក្រោយនាងក៏បានបរិយជាប្តីនឹងរស់នៅយ៉ាងសុខសាន្តតរៀងទៅកូនចំអិនរួចហើយម៉ាក់ពិសាចាស់កូនសុំចូលបន្ទប់វិញហើយណាស្អីគេទេងាកចូលបន្ទប់មួយថ្ងៃនៅតែក្នុងបន្ទប់មិនចេះធ្វើស្អីសោះអូយបាយព្រះអើយបាយស្លាប់មិនយូរមិនខានទេអូយឈឺណាស់អើយជួយលើកម៉ាក់ផងម៉ាក់នេះចាំមែនខ្ញុំថាកំចោអីព្រោះខ្ញុំបដាក់ខ្លាញ់ឲ្យនាងកនិដ្ឋាវីរអិលនឹងណារឿងភរិយាសម័យថ្មីនិពន្ធដោយលោកសំណាងផលិតវីដេអូដោយអ្នកនាងហិនសេឡាថ្ងៃមួយមានជនខលខូចពីរនាក់បានចាប់បង្ខំកនិដ្ឋាដោយកម្លាំងតែនាងក៏ព្យាយាមស្រែកណាស់ដែរលុះទីបំផុតលោកគ្រូតារាក៏បានឮនិងបានដើរចូលមកឈប់សិនតើពួកឯងកំពុងតែធ្វើអីហ្នឹងលោកគ្រូពួកខ្ញុំគ្រាន់តែបលែងគ្នាលេងទេមិនប៉ះទេលោកគ្រូពួកគេកំពុងតែចង់បំពេញខ្ញុំហើយនាងនិយាយស្អីហ្នឹងក្រាញ់មុននេះពួកយើងលេងសើចជាមួយគ្នាអន្តាមែនទេនេះអូនចង់ឲ្យលោកគ្រូគិតថាពួកយើងជាអ្នកបង្ករឿងមែនទេមែនហើយពួកអញជាអ្នកបង្ករឿងលោកគ្រូជួយខ្ញុំផងលោកគ្រូកុំនិយាយថាលោកគ្រូជឿនាងណាលោកគ្រូមិនដឹងទេថាពួកយើងចូលចិត្តលេងបលែងបែបនេះរហូតមកម្យ៉ាងលើសលោះបន្តិចបន្តួចអីពួកយើងមិនដែលប្រកាន់នឹងគ្នាទេចុងមិនក៏កន់និថាហាក់ដូចជាភ័យនឹងរត់គេចបែបនេះព្រោះនាងខ្មាស់លោកគ្រូនោះអីលោកនិយាយតែផ្ដាស់លោកគ្រូពួកគេកុហកទេកុំជឿគេអីបានហើយអញ្ចឹងពួកប្អូនឈប់លេងបែបនេះទៀតទៅវាមិនល្អទេក្នុងបរិវេណសាលាបែបនេះនោះបាទលោកគ្រូតោះបដូលតោះសង្ស័យតែលោកគ្រូក៏ស្រឡាញ់នាងដែរទេបានជាមកជួយបែបនេះនោះមិនអីទេមែនទេឬមួយក៏ខ្ញុំមកកាន់សង្វាក់លឿនពេកទៅដឹងចុះមុននេះលោកគ្រូគិតថាខ្ញុំជាមនុស្សបែបនេះមែនទេចុះវាពិតទេស្រីប្រុសនៅកន្លែងស្ងាត់បែបនេះគឺមុខជាលោកគ្រូនេះណែមិនក៏វាយខ្ញុំអញ្ចឹងគឺវាយឲ្យស្វាំងនឹងណាឬមួយក៏ប្រុសសិតតែបែបនេះមែនទេកាន់ជើងគ្នាណាមិនស្គាល់ល្អស្គាល់អាក្រក់សោះកនិថាខ្ញុំត្រូវគេបំពេញច្បាស់ណាស់មិនក៏លោកគ្រូមិនជឿចិត្តខ្ញុំណាស់ហើយចាយ៉ាងណាក៏អរគុណលោកគ្រូដែលមកដល់ទាន់ពេលខ្ញុំសុំទោសដែលខ្ញុំគិតមិនល្អតើកនិថាលើកលែងទោសឲ្យខ្ញុំផងបានទេលោកគ្រូគួរឲ្យស្អប់ណាស់មកពីខ្ញុំប្រច័ណ្ឌនឹងណាប្រច័ណ្ឌមែនទេបាទមែនហើយខ្ញុំលួចស្រឡាញ់កនិថាយូរហើយតើកនិថារៀបការនឹងខ្ញុំបានទេលោកគ្រូថាម៉េចរៀបការមែនទេបានគឺរៀបការកនិថាក៏រៀនចិត្តចប់ហើយដែរម្យ៉ាងខ្ញុំក៏មានអាយុមិនឆ្ងាយពីកនិថាប្រហែលដែរតើមែនទេកនិថាភ័យផងអៀនផងលួចញញឹមផងព្រោះនាងក៏មានចិត្តទៅលើលោកគ្រូតារាដែរបាទលោកគ្រូពិតជាស្រឡាញ់ខ្ញុំមែនខ្ញុំក៏ព្រមស្រឡាញ់លោកគ្រូដូចគ្នាប្រសើរណាស់អញ្ចឹងបងនឹងមើលថែអូនកនិថាមិនឲ្យអ្នកណាធ្វើបាបអូនកនិថាបានទៀតទេចាអរគុណលោកគ្រូសូមធ្វើឲ្យបានផងណាត្រូវហៅថាបងតែពេលនេះពួកយើងនៅក្នុងសាលាទេណាលោកគ្រូខ្ញុំខ្មាស់គេណាស់មិនទាន់ទម្លាប់មកទេមុននឹងក្រោយគង់តែហៅដដែលអន្តាទម្លាប់ហៅឲ្យហើយទៅចាអញ្ចឹងក៏បានដែរបងគ្រូ
មិនបាច់ថែមពាក្យថាគ្រូទេបងទៅបានហើយ ចាចាបងសំឡាញ់ពេញចិត្តហើយមែនទេ ក្រោយពីយល់ចាត់គ្នាហើយតារាក៏នាំកននិដ្ឋាទៅជួបម្ដាយរបស់គេទាំងក្តីរីករាយអូននេះជាម៉ាក់បងម៉ាក់នេះជាអនាគតកូនប្រសាររបស់ម៉ាក់ណា ជំរាបសួរអ្នកមីងចាអរគុណតែថានាងគឺជាអនាគតប្រពន្ធកូនមែនទេ បានម៉ាក់អូណែមែនហើយពួកយើងបានទិញម្ហូបមកច្រើនណាស់ល្ងាចនេះពួកយើងនឹងញ៉ាំអាហារជាមួយគ្នាណាម៉ាក់ កុំនិយាយច្រើនពេកឯងនេះចុះក្មួយខាងនេះជាកូនចៅអ្នកណាដែរហើយធ្វើការអីដែរសប្តាហ៍ថ្ងៃមានឡានជិះមានផ្ទះដេកហើយឬនៅ មិនបានជាម៉ាក់សួរនាំបែបនេះ បើមិនសួរយ៉ាងម៉េចនឹងដឹងបាននោះណែជាអនាគតប្រពន្ធទៅហើយថ្ងៃមុខនឹងរស់នៅជាមួយគ្នាឬឯងមិនឲ្យម៉ាក់ស្គាល់ពីនាងទេមែនទេ មិនមែនអញ្ចឹងទេម៉ាក់តែថាកុំតាន់សួរបែបនេះអី មិនក៏មិនឲ្យនិយាយមីងនិយាយត្រូវទេក្មួយស្រីចាស់អ្នកមីងត្រូវហើយបើត្រូវហើយក្មួយនិយាយប្រាប់មកមើលគឺខ្ញុំជានិស្សិតឆ្នាំទី4ណាអ្នកមីងហេតុនេះមានន័យថាក្មួយមិនទាន់មានការងារទេពិតទេព្រះអើយមិនក៏ឆាប់ចង់បានប្តីយ៉ាងនេះ ម៉ាក់កុំនិយាយអញ្ចឹងអី មីងនិយាយនេះក្នុងន័យមីងជាមនុស្សចាស់មានបទពិសោធន៍ទេណាក្មួយគួរតែរៀនឲ្យចប់សិននឹងមានការងារផងដែរសំយកប្តីចាស់អ្នកមីងខ្ញុំយល់ហើយអូមែនហើយនិយាយអញ្ចឹងចុះប៉ាម៉ាក់ក្មួយធ្វើការអីដែរមានទ្រព្យសម្បត្តិគេអកចៃច្រើនឬអត់បានជាចង់បានប្តីទាំងមិនទាន់មានការងារធ្វើបែបនេះចាស់អ្នកមីងខ្ញុំជាកូនកំព្រាទេឪពុកម្ដាយខ្ញុំគាត់ស្លាប់ចោលអស់ហើយថាម៉េចជាកូនកំព្រាមែនទេហើយព្រះជួយ មើលទៅគ្រឿងសមុទ្រដូចជាទុកយូរមិនបានទេបងថាអូនទៅធ្វើម្ហូបវិញទៅល្អជាងបងសុំនិយាយជាមួយម៉ាក់បងសិនណា ចាបងណែកូនប្រុសឯងជាសាស្ត្រាចារ្យណាមិនក៏ស្រឡាញ់កូនសិស្សខ្លួនឯងបែបនេះ ម៉ាក់នាងមិនដូចជាសិស្សដទៃទេនាងចាស់ទុំចាស់គំនិតចេះគិតណាស់កូនមើលមនុស្សមិនខុសទេម៉ាក់ ហើយចោះទេវីវិញនោះកូនយកនាងទៅទុកនៅឯណាហា កូនអត់ស្រឡាញ់ទេវីទេម៉ាក់ ប៉ុន្តែទេវីមានណាស់នាងក៏ធ្វើល្អដាក់អ្នកផ្ទះយើងច្រើនសូម្បីតែពេលនេះនាងទៅលេងនៅក្រៅប្រទេសក៏ដោយក៏នៅតែផ្ញើមាសពេជ្រជូនម៉ាក់ដែរណា កូនចេះដោះស្រាយហើយសូមម៉ាក់រៀបចំមង្គលការឲ្យកូនផងទៅ មើលទៅម៉ាក់មិនអាចរៀបរៀងសាស្ត្រាចារ្យទេណោះតាមតែកូនចោះតែចាំណាបើទេវីមកដោះស្រាយដោយខ្លួនឯងទៅ បាទម៉ាក់កូនដឹងហើយ ហើយកូននេះពេជ្រមិនយកបែរជាមកស្រវាអាចក្របីទៅវិញក្រក៏ក្រគ្មានទាំងម៉ែឪទៀតកោតតែទៅរួច ត្បិតថាមីងមរកតមិនពេញចិត្តកននិដ្ឋាក៏ដោយតែដើម្បីកូនប្រុសតែម្នាក់គាត់ក៏បានរៀបមង្គលការឲ្យពួកគេតាមប្រពៃណីនិងរួមរស់នៅជាមួយគ្នាក្រោមដំបូលតែមួយ3ខែក្រោយមក ម៉ាក់ពិសាអាហារពេលព្រឹកកូនចំអិនរួចហើយម៉ាក់ពិសាចាស់កូនសុំចូលបន្ទប់វិញហើយណែស្អីគេទេងាកចូលបន្ទប់មួយថ្ងៃនៅតែក្នុងបន្ទប់មិនចេះធ្វើស្អីសោះប្តីឯងណាជាគ្រូបង្រៀនប្រាក់ខែមិនច្រើនអីទេអញ្ចឹងហើយយល់ល្អឯងកុំដេកចាយលុយបែបនេះអីល្មមចេញទៅដើររកការងារធ្វើការផងទៅចាម៉ាក់គឺខ្ញុំ អូនកននិដ្ឋាម៉ាក់
ខ្ញុំបានអាហារូបករណ៍ទៅបរទេសទៀតហើយម្ដងនេះសាលាជួយផ្គត់ផ្គង់និងផ្ដល់ប្រាក់ឧបត្ថម្ភច្រើនទៀតផង ល្អណាស់បងសំឡាញ់បងពិតជាពូកែណាស់សូមអបអរណាស់បងជាការពិតទេបើបែបនេះកូនម៉ាក់នឹងកាន់ចំណេះកាន់ចំណូលទៀតហើយមិនដូចជាឆ្មាយាមបន្ទប់ទេ តែឆ្មាយាមបន្ទប់ណាទៅម៉ាក់ អូគឺគ្មានទេម៉ាក់ចង់ថាឆ្មាអ្នកចិត្តខាងដែលវាមកតោងស៊ីដូចបញ្ញាក្អែកនឹងណាកូនប្រុសម៉ាក់សែនស្អប់ខ្លាំងណាស់ ម៉ាក់ប្រហែលថ្ងៃទៀតខ្ញុំនឹងហោះទៅរៀនហើយម៉ាក់ជួយមើលថែប្រពន្ធកូនផងណា តើលើកនេះទៅរៀនប្រហែលឆ្នាំដែរកូន គឺ2ឆ្នាំណាម៉ាក់ អូខេមិនអីទេទីនេះទុកឲ្យម៉ាក់ចាត់ចែងហើយកូនខំប្រឹងឡើងណា បានម៉ាក់អូនតោះបងនាំអូនទៅញ៉ាំអីនឹងក្រៅណាបងចង់ទៅប្រពន្ធបងនោះអី ចាបងអូនក៏ចង់មានពេលផ្ទាល់ខ្លួនជាមួយបងដែរយើសុទ្ធតែប៉ៅប្រពន្ធមិនគិតពីម៉ាក់ខ្លះទេហ៎ វេលាចេះទៅមុខតារាក៏ដល់ពេលហោះចេញទៅបរទេសដើម្បីសិក្សាថ្នាក់អាហារូបករណ៍លុះតារាចេញទៅបានមីងមរកតក៏ស្រែកឡើងថា ប្តីចេញទៅហើយនៅឈរចាំមាត់ទ្វារដូចជាកំសត់ម្លេះនាងបដាចាអើយចាម៉ាកូនដូចជាចិត្តមិនដាច់សោះអ្នកល្ងងមិនដឹងអីមែនណែមានតែរៀនទេទៅល្អយ៉ាងម៉េចចង់ឲ្យប្តីល្ងងវិលចង្ក្រានមិនជុំមែនទេមិនមែនទេមិនមែនចឹងទេម៉ាណែម្យ៉ាងទៀតណាតារាមិនមែនតែរៀនលើកទី1ឯណាកុំអាឡ័យទុនជ្រាយពេកតដាំបាយទៅចាំតិចទៀតសិនទៅម៉ាអត់មានចាំទេតែធ្វើឥឡូវភ្លាមទៅ ជួនគ្នានោះដែរទេវីដែលចិញ្ចឹមចិត្តបែតតីលើលោកគ្រូវ័យក្មេងតារាក៏បានដើរចូលមក ជំរាបសួរអ្នកម៉ាក់ជាទីស្រឡាញ់ព្រះអើយកូនទេវីនេះមកពីបរទេសវិញហើយមែនទេម៉ាក់ណាម៉ាក់នឹកកូនខ្លាំងណាស់កូនក៏នឹកម៉ាក់ដែរអេចុះនីងជាអ្នកណានឹងម៉ាក់ជាអ្នកបម្រើថ្មីមែនទេម៉ាក់អូគឺមែនហើយចាគឺមែនហើយកូននាងជាអ្នកបម្រើថ្មីនឹងណាបើអញ្ចឹងនាងទៅជួយយកទឹកឲ្យខ្ញុំបន្តិចទៅខ្ញុំណាស្ងួតកនណាអ្នកនាងប្រាប់ខ្ញុំឲ្យយកទឹកមែនទេឆាប់ទៅឲ្យលឿនឡើងទៅនៅឈរត្រឹងដល់ណាទៀតណែនាងមិនក៏ឈរត្រឹងបែបនេះនាងមិនលឺយើងប្រើទេអេតើអ្នកនាងកំពុងតែហៅខ្ញុំមែនទេម៉ានេះជាអ្នកបម្រើស្អីទៅមើលរឹកនាងចោះឆ្មើងម្លេះណែនាងឆាប់ទៅនៅតវ៉ាស្អីទៀតហាខ្ញុំលើតែហៅនាងខ្ញុំក៏មិនចង់ឆ្លើយម្យ៉ាងខ្ញុំមិនមែនជាអ្នកបម្រើទេម៉ាអ្នកម៉ាក់មើលចោះកូនមិនសប្បាយចិត្តទេខ្ញុំជាប្រពន្ធបងតារាមិនមែនជាអ្នកបម្រើនោះទេសូមទានជ្រាបបើអ្នកនាងជាអ្នកក្រៅហើយមកខ្វះសុជីវធម៌បែបនេះក៏សូមចេញទៅស្អីគេនាងនេះអីក៏ប្រហើនម្លេះនាងម៉ណេះយើងនឹងទះនាងភ្លាមណែនាងជាប្រពន្ធតែតួនាទីជាអ្នកបម្រើដែលតារាជួលមកទេចំណែកកូនទេវីទៅវិញទេទើបជាកូនប្រសាដែលយើងទទួលស្គាល់នាងវិញមិនមែនទេមានន័យថាមិនទៅម៉ាក់ក្មេងកូនមិនយល់ទេម៉ាក់ក៏មិនអាចប្រកែកដែរតារាគេរើសទៅហើយប៉ុន្តែទុកចិត្តចុះម៉ាក់មិនទទួលស្គាល់វាទេម៉ាក់មិនទទួលស្គាល់ហើយចាស់តែបងតារាទទួលហើយម៉ាក់គ្មានសិទ្ធិជ្រៀតជ្រែកគ្រួសាររបស់ខ្ញុំទេនាងនេះប្តីនៅឲ្យឡើងស្លូតប្តីមិននៅលេចកន្ទុយមកហើយហ៎កូនទេវីវាយវាទៅ
ម៉ាក់គុំវាយូរហើយចាម៉ាក់បដៅវាតែម្ដងទៅនេះណែអូយអូយកូនទេវីមិនក៏ផ្ទះម៉ាក់ទៅវិញអូយខ្ញុំអត់ទេតែវាកិច្ចតាមម៉ាក់ខ្ញុំធាក់វាមួយជើងសិននេះណែអូយអូយបាក់ចកេះបដ ாய் ម៉ាក់ក្មេកសុំទៅផងណាម៉ាក់ស្រាប់ម៉ាក់ក្រោកឡើងជួយវាយវាផងទៅឲ្យលឿនឡើងយើនាងនេះវាគ្រាន់បើមែនទុកឲ្យយើងផ្ទះឲ្យជ្រះក្អែលម្ដងមើលឈប់ទាំងពីរអ្នកភ្លាមបានតែមិនឈុំខ្ញុំតដៃហើយណាវាយអត់ស្គាល់ចាឥឡូវហើយទាំងម្ដាយក្មេងទាំងទេវីព្រួតគ្នាវេកនិដ្ឋាទាំងកំហឹងតែថាពួកគេវេមិនឈ្នះកនិដ្ឋាឡើយមើលចុះពួកគេដួលកលើគ្នាតែម្ដងនាងនោះគ្រាន់បើមែនសុំទៅផងណាជួយមិនបានទេខ្ញុំមិនមែនជាកូនប្រសាស្រីសម័យបុរាណទេណាម៉ែក្មេកខ្ញុំជាកូនប្រសាសម័យថ្មីសម័យ AI អ្នកណាប៉ះខ្ញុំអ្នកនោះក៏ត្រូវដូចគ្នាម្ដាយក្មេកក៏ដែរនាងសម្រើគួរឲ្យខឹងណាស់អ្នកម៉ាក់ធ្វើអ្វីម្យ៉ាងទៅវានេះមិនណយទេកូនទេវីកូននៅទីនេះហើយម៉ាក់នឹងរកវិធីកម្ចាត់វាចោលឲ្យបានចាម៉ាក់កូនដឹងហើយចាំតាំងពីពេលនោះមកទេវីនិងមីងមរកតតែងតែព្យាយាមធ្វើបាបកនិដ្ឋាគ្រប់ពេលមើលចុះដូចជាពេលនេះអញ្ចឹងទេវីរកវិធីអាក្រក់ទៀតហើយយាយកញ្ចាស់នោះចំជាគ្មានបានការមែនគ្រាន់តែកម្ចាត់នាងកនិដ្ឋាប៉ុណ្ណឹងសោះក៏ធ្វើមិនបានដែរអន់ណាស់ថាទៅខ្ញុំក៏ខំដាក់ទុនអស់យ៉ាងច្រើននៅសុកក៏យកស្រីមកពីណាក៏មិនដឹងធ្វើជាកូនប្រសាទៅវិញស្រីនោះពិតជាមិនអន់ទេតែថ្ងៃនេះចង់ដឹងណាស់ថាវាទ្រាំបានអត់ណោះទេវីបានយកខ្លាញ់មកចាក់នៅកម្មចន្ទាក្នុងចេតនាចង់ឲ្យកនិដ្ឋារអិលតែកនិដ្ឋាដូចជាមិនចុះមកសោះនាងនោះចំមែនមិនក៏មិនចេញពីបន្ទប់សោះអញ្ចឹងដេកឡើងងាប់ហើមស្អុយហើយទេដឹងណោះកនិដ្ឋាតែងតែនៅក្នុងបន្ទប់មិនងាយចេញក្រៅឡើយតែអ្នកដែលចេញគឺមីងមរកតទៅវិញមើលចុះគាត់ដើរមករអិលធ្លាក់ចុះហើយអូយបាយព្រះអើយបាយស្លាប់មិនយូរមិនខានទេអូយឈឺណាស់អើយជួយលើកម៉ាក់ផងម៉ាក់នេះចាំមែនខ្ញុំថាកំចោអីព្រោះខ្ញុំបានដាក់ខ្លាញ់ឲ្យនាងកនិដ្ឋាវិរអិលនឹងណាអូយហើយចុះឯងមិនក៏មិននិយាយម៉ាក់មិនដឹងទេអូយឈឺណាស់អើយកូនចង់បដៅវាតែវាមិនដឹងជាស្អីទេនាងនោះណាមិនចេញពីបន្ទប់សោះមែនហើយម៉ាក់ក៏ឆ្ងល់ដែរហេតុអីនាងនោះវាមិនចេញសោះអញ្ចឹងអូមែនហើយម៉ាក់ភ្លេចឲ្យឆឹងគឺម៉ាក់បានឃើញវាលួចទៅជួបនឹងមនុស្សប្រុសណាកូនចេញទៅជួបមនុស្សប្រុសមែនទេចាប្រហែលជាសហាយវាហើយខ្ញុំដឹងថាធ្វើបែបណាហើយម៉ាក់ដឹងតែល្អមើលមិនខានទេតែធ្វើបែបណាទៅអនាគតកូនប្រសាប្រាប់ម៉ាក់ផងបានទេចាំសិនទៅម៉ាក់គង់តែដឹងទេដឹងតែចំណេញលើចំណេញហើយទេវីបានលើកទូរស័ព្ទខលទៅនាយឌឿននិយាយពីគម្រោងការបន្តិចហើយមិនយូរប៉ុន្មាននាយឌឿនក៏បានមកដល់ល្មមតើនាងចង់ឲ្យខ្ញុំធ្វើបែបណាទៅខ្ញុំនឹកកនិដ្ឋានណាឡើងទៅបន្ទប់វាទៅហើយចាត់ការវាចុះថាម៉េចតែនាងនោះខ្ញុំទៅមិនឃើញនៅកន្លែងលក់ឡានតើឮថានាងដូរឡានទៀតហើយនាងនៅជាមួយប្រុសណាក៏មិនដឹងដែរខ្ញុំមើលមិនច្បាស់សោះថាម៉េចវានៅតែក្នុងបន្ទប់ក៏មានលុយដូរឡានផងហ៎ច្បាស់ណាស់ថាមានប្រុសចិញ្ចឹមវាដឹកចំោះកូនខ្ញុំតើថោកទាបណាស់
វាមានសហាយច្បាស់ណាស់អ្នកម៉ាក់យើងត្រូវបកស្បែកមុខវាឲ្យបាន ឥឡូវនេះនាងកននិថាមិននៅទេតើឲ្យខ្ញុំធ្វើបែបណាទៅ កុំល្ងងពេកទីនេះគ្មានអ្នកកាន់ជើងវាទេឯងចង់ធ្វើអីវាក៏ធ្វើចុះតែស្ដាប់ណាឯងទៅពួនចាំវានៅក្នុងបន្ទប់វាសិនទៅពេលដែលវាបិទភ្លើងឯងចេញមករំលោភវាតែម្ដងទៅ បានខ្ញុំយល់ហើយនាងទេវីនាងមកវិញពេលណាខ្ញុំនឹងចាប់នាងតែម្ដងធានាថាមិនអោយភ្លាត់ស្នៀតទេ ល្អឯងនេះក៏ឆ្លាតដែរឆាប់ទៅកូនប្រសាម្ដងនេះវាមុខជាអាម៉ាស់មុខមិនខានទេហើយម៉ាក់ក៏អាចកំចាត់វាបានដែរចាម៉ាក់បន្តិចទៀតវានឹងខ្ទាតចេញពីផ្ទះនេះហើយត្រូវតែបែបនោះហើយម៉ាក់រងចាំពេលវេលានេះយូរហើយកូននឹងខ្លាចជាកូនប្រសាស្រីនៅក្នុងផ្ទះនេះមែនទេអ្នកម៉ាក់ត្រូវតែបែបនោះហើយកូន គ្មានអ្នកណាស័ក្តិសមជាងកូនទៀតទេ ចាអ្នកម៉ាក់ នាយឌឿនបានឡើងទៅខាងលើតែគេភ្លេចឲ្យឈឹងមិនដឹងណាមួយជាបន្ទប់កននិថាឡើយតើនាងកននិថាដេកបន្ទប់មួយណាអញ្ចេះណោះអូមុខជាបន្ទប់ធំនោះហើយព្រោះនាងជាកូនប្រសាផ្ទះនេះនោះអីគិតហើយគេក៏បានចូលទៅពួនយ៉ាងស្ងាត់ហើយក៏បានដេកលក់នៅក្នុងទូមួយស្របក់ផងដែរ ម៉ាក់កូនមកវិញហើយតើបតែមកវិញទេអ្ហ៎មិនដឹងថាទៅជួបប្រុសណាទេតើបមានលុយដូរឡានបែបនេះនោះម៉ាក់គួរតែអាប់ដេតខួរក្បាលផងទេព្រោះខួរក្បាលម៉ាក់អត់មានអីថ្មីសោះយីមើលសម្ដីវាចុះយើងចង់តែថតសម្លេងទុកឲ្យកូនប្រុសយើងដឹងពីសន្តានឯងទេមកពីម៉ាក់ថាឲ្យខ្ញុំមុនតែខ្ញុំនិយាយហើយខ្ញុំមិនមែនជាកូនប្រសាសម័យបារាណទេខ្ញុំក៏មិនស្លូតដល់ថ្នាក់ដេកក្រមទ្រូងដោយសារតែមនុស្សនិយាយមិនចេះគិតទេណាអ្នកម៉ាក់យើនាងឯងខ្លាំងដៃសម្បើមណាស់ឥឡូវមកពីអ្នកម៉ាក់ជាអ្នកបង្រៀនកូនមុនតែកូនរៀនឆាប់ចេះណាបានហើយអ្នកម៉ាក់យប់ជ្រៅហើយពួកយើងទៅគេងទៅចាកូនតោះយើងបំបីគ្នាទៅគេងទៅស្មានតែត្រូវទាត់ធាក់គ្នាទៀតហើយតាហើយបានសម្រាប់ហើយខ្ញុំទៅគេងវិញល្អជាង ម្នាក់ចូលបន្ទប់គេងទាំងក្តីរីករាយព្រោះគិតថាកននិថាចុះនរកនោះអីតែភ្លាមនោះស្រាប់តែគ្មានរឿងអីចំពោះកននិថានោះឡើយតែថាអ្នកដែលជួបរឿងសយនោះគឺទេវីទៅវិញទេព្រោះនាយឌឿនពួនចាប់ច្រឡំនាងឯងមិនរួចខ្លួនទេនាងជើងល្អ បងឌឿនគឺខ្ញុំទេមិនក៏បងចូលមកបន្ទប់ខ្ញុំអញ្ចឹង មានន័យតបងច្រឡំបន្ទប់ហើយមែនទេ ត្រូវហើយចាំជាឈួតមែនអេតែស្ងាត់បត់សិនទៅប្រយ័ត្នតែមានគេលឺបាយកាសមិនខានទេ ចំណែកមិញមករកត់វិញគាត់នៅចាំលោកស្ដាប់មិនព្រមទៅណាឡើយព្រោះគាត់ចង់ឲ្យកននិថាធ្លាក់នរកនោះអីលុះស្ដាប់បានបន្តិចស្រាប់តែគាត់ឮថានាងកននិថានោះវាឆ្លាតណាស់បងច្រឡំបន្ទប់មិនចម្លែកទេ តើអូនគិតបែបណាបន្តទៅទៀត ពួកយើងមានតែលួងយាយកញ្ចាស់នោះទេឆ្លៀតពេលអាតារាមិននៅអូននឹងសម្ដែងលួងលោមយកប្លង់ដីប្លង់ផ្ទះឲ្យអស់សំពួកយើងរត់ទៅនៅបរទេសជាមួយគ្នាណាបង បាទអូនបងសង្ឃឹមថាម្ដងនេះពួកយើងនឹងជោគជ័យទៅចុះឮបែបនេះហើយមិញមរកតខឹងខ្លាំងណាស់គាត់ក៏ស្ទុះចូលមកនឹងស្រែកទាំងកំហឹង មីញីអាប្រុសចៅពួកឯងនេះអាក្រក់ណាស់ហាមិនក៏អ្នកម៉ាក់ដឹងបងឌឿនបំបិតមាត់យាយចាស់នេះភ្លាមទៅកុំចូលមកជួយផង ស្ងាត់មាត់ ជួយ ទៅ ផងអូជួយផងគ្មានអ្នកណាជួយបានទេជួយផងព្រោះនាងកននិថាវាមិនលឺឡើយចំណែកកូនយាយចាស់ឯងក៏នៅឆ្ងាយទៀតបើចង់រួចខ្លួន
ឆាប់ប្រគល់មាសប្រាក់មកឲ្យយើងមកឯងនេះយើងមិនគួរណាយកឯងមកទីនេះសោះនាងក្រពើនាងជាចៅអ្នកកថាមាសពេជ្រដែលយើងធ្លាប់ឲ្យនោះវាពិតមែនទេខ្លាញ់ខ្លាយទេនាងព្រៃនាងធ្វើបែបនោះធ្វើអីព្រោះបោកចិត្តយកលុយធំនោះអីស្រីលប់ចាញ់បោកគេអញ្ចឹងហើយនេះណែអូយឈឺណាស់នាងឯងបាបហើយបាបក៏ធ្វើបុណ្យក៏ធ្វើសប្បាយសឹងអីទេវីនឹងនៃឌឿនវេផងសម្លុតផងធ្វើឲ្យមីងមរកតភ័យជាខ្លាំងទីបំផុតកនិដ្ឋាតារានិងប៉ូលីសក៏បានចូលមកពួកឯងឈប់ភ្លាមក ូនម៉ាក់ជួយម៉ាក់ផងកូនមិនក៏ជួយម៉ាក់ផងមិនក៏មានរឿងបែបនេះអ្នកណាជាអ្នកប្តឹងគឺខ្ញុំនាងកុំគិតថាខ្លួនឯងឆ្លាតឲ្យសោះលោកប៉ូលីសចាប់ជនឆបោកទាំងពីរភ្លាមទេអត់ទេនាងអាក្រក់ណាស់មិនអាចទេមិនក៏មកបរាជ័យទីនេះទៅវិញនាងកនិដ្ឋានាងឯងដើរទៅម្ដងនេះជនឆបោកដូចជាពួកឯងមិនរួចខ្លួនទេទៅដេកគុកទៅម៉ាក់ភ័យណាស់កូនម៉ាក់ភ័យណាស់មិនអីទេម៉ាក់ពេលនេះអស់អីហើយប្រុសម៉ាក់មានកូនប្រសាពូកែនោះអីតើមានន័យថាម៉េចទៅកូនដឹងថាទេវីនិងនាយឌឿនជាជនឆបោកអញ្ចឹងហើយឆ្លៀតពេលដែលបងតារាមកពីបរទេសវិញកូននាំគ្នាទៅប្តឹងប៉ូលីសតែម្ដងទេព្រះអើយម៉ាក់មិនគួរណាគិតខុសសោះម៉ាក់ក៏មើលងាយអូនកនិដ្ឋាអីណានាងជាអ្នកលក់អនឡាញម្នាក់នាងរកលុយបានច្រើនណាស់អញ្ចឹងហើយបានជានាងមិនទៅធ្វើការជាបុគ្គលិកគេហ្នឹងណានេះជាហេតុផលដែលកូនមិនសូវចេញពីបន្ទប់មែនទេកូនប្រសាម៉ាចាស់ណាស់ម៉ាព្រោះកូនរវល់ធ្វើការផ្គត់ផ្គង់ផ្សេងនៅក្នុងផ្ទះនិងការចំណាយរបស់កូនរួមទាំងឡានសុទ្ធតែជាលុយរបស់អូនកនិដ្ឋាទាំងអស់នឹងណាម៉ាក់ថាម៉េចព្រះអើយកូនម្ដាយក្របពេជ្រនៅទីនេះសោះម៉ាក់ស្ដាយណាស់មិនគួរណាយកពោះវែកមកនៅក្នុងផ្ទះសោះមិនអីទេម៉ាក់ពេលនេះអស់អីហើយចាកូនកុំតាណាចោលម៉ាក់ទៀតណាក្រោយភ្លៀងមេឃគង់ស្រឡះមើលចុះម្ដាយក្មេកនិងកូនប្រសាស្រីស្រឡាញ់គ្នាចាក់ទឹកមិនលិចឡើយចាប់ពីពេលនោះមកក្នុងគ្រួសារទាំងមូលរស់នៅយ៉ាងមានសុភមង្គលបំផុតចប់ដោយបរិបូរណ៍សូមអរគុណជាងយកខោអាវអ្នកនាងមកស្លៀកពាក់សិនទៅល្អដែរទេខ្ញុំចង់ធ្វើជាលោកស្រីដល់ហើយណាគ្រីអើយឈួតខ្ញុំមិនលេងជាមួយទេបានអ្នកនាងដឹងច្បាស់ជាមានរឿងធំមិនខានស្លាប់មិនខានទេខ្ញុំហេតុអីក៏មានភ្ញៀវមកលេងអញ្ចឹងថែមទាំងច្រឡំថាខ្ញុំជាអ្នកនាងទៀតយ៉ាងម៉េចអញ្ចេះដូចជាសម័យដល់ហើយវុំវៈលោករ៉ាម៉នគ្រាន់តែបានឃើញនាងជីវ៉ាហើយក៏ស្រឡាំងកាំងតែម្ដងសួស្ដីលោកប្រុសរ៉ាម៉នហេតុអីក៏លោករ៉ាម៉នសម្លឹងខ្ញុំមិនដាក់ភ្នែកអញ្ចឹងរឿងបេះដូងអាត្មានិយមភាគទី1និពន្ធនិងផលិតវីដេអូដោយកញ្ញាហិនសៃឡាចាអេណាគ្រីកំពុងតែធ្វើអីហ្នឹងគឺខ្ញុំកំពុងតែដាំផ្កាឯងមានកាយមែនទេនាងឆោមគឺមានថ្ងៃនេះអ្នកនាងមិននៅផ្ទះពេញមួយថ្ងៃអញ្ចឹងយើងទៅលេងបន់ភូមិទៅល្អទេណែនៅភូមិបំបែកឯងមានមនុស្សម្នាច្រើនណាស់ហើយកំឡោះក៏មានច្រើនដែរហើយ
មិនកាត់ទេដឹងអីអ្នកនាងឲ្យពួកយើងមើលការខុសត្រូវនៅក្នុងផ្ទះណាខ្ញុំមិនចង់មានបញ្ហាទេវាគ្មានតែស្អីទេយើងទៅដើរលេងនៅចិត្តអន្តាបើឯងមិននិយាយហើយខ្ញុំមិននិយាយអ្នកនាងមិនដឹងទៅឲ្យឆាប់ឡើងទៅខ្ញុំខានទៅដើរលេងបនភូមិច្រើនឆ្នាំហើយអញ្ចឹងក៏បានដែរអញ្ចឹងយើងឆាប់ទៅអើយគឺថាយើងទៅមិនទាន់បានទេណាគ្រីចុះវាស្អីឯងទៀតហើយនាងឆោមគឺថាយើងយកខោអាវអ្នកនាងមកស្លៀកពាក់សិនទៅល្អដែរទេខ្ញុំចង់ធ្វើជាលោកស្រីដល់ហើយណាគ្រីអើយឈួតខ្ញុំមិនលេងជាមួយទេបើអ្នកនាងដឹងច្បាស់ជាមានរឿងធំមិនខានខ្ញុំប្រាប់ឯងហើយតើបើឯងមិននិយាយខ្ញុំមិននិយាយអ្នកនាងគ្មានថ្ងៃដឹងនោះទេនេះឯងមិនចង់ស្អាតទេអីឲ្យឆាប់ឡើងតម្រាំតែអ្នកនាងមកវិញយើងបោកហាលស្ងួតល្មមតែខ្ញុំមិនហ៊ានទេឲ្យលឿនឡើងអ្នកនិពន្ធរឿងឲ្យឯងព្រមហើយកុំប្រកែកអីគឺអញ្ចឹងក៏បានឯងនាំខ្ញុំទៅឲ្យតតែបានពេលដែលពួកគេផ្លាស់ប្ដូរសម្លៀកបំពាក់រួចហើយនាងឆោមក៏លាន់មាត់ថាព្រះអើយឯងស្អាតខ្លាំងណាស់នាងណាគ្រីស្អាតជាងអ្នកនាងទៅទៀតមាត់ស្អុយណាស់ឯងនេះនិយាយមិនចេះគិតមែនអញ្ចឹងយើងទៅបានហើយមែនទេនៅទេហើយចុះវាស្អីឯងទៀតហើយថ្ងៃនេះឯងស្រស់ស្អាតខ្លាំងណាស់ចំណែកខ្ញុំវិញតែងខ្លួនយ៉ាងណាក៏នៅតែជាអ្នកបម្រើគេដដែលខ្ញុំគិតថាយើងកុំដើរលេងជាមួយគ្នាអីឯងទៅខាងឆ្វេងចំណែកខ្ញុំទៅខាងស្ដាំល្អណាស់ធ្វើអញ្ចឹងបានត្រូវខ្ញុំទៅមុនហើយណាចាប់សិននាងឆោមព្រះហើយទៅចោលខ្ញុំបាត់អើយតែថ្ងៃនេះខ្ញុំជឿជាក់លើសម្ផស្សមាំហើយទៅដើរលេងវិញល្អជាងនាងណាគ្រីដែលចាញ់មិនទាន់បានប៉ុន្មានផងក៏បានជួបនឹងលោករ៉ាម៉ុនសួស្ដីនាងរីករាយណាស់ដែលបានស្គាល់ព្រះហើយសង្ហាខ្លាំងណាស់ទេវបុត្រជាសេះសក្នុងសបិនខ្ញុំនាងជីវ៉ានេះនាងកំពុងតែគិតអីហ្នឹងហេតុអីក៏មិននិយាយរកខ្ញុំអញ្ចឹងស្លាប់មិនខានទេខ្ញុំហេតុអីក៏មានភ្ញៀវមកលេងអញ្ចឹងថែមទាំងច្រឡំថាខ្ញុំជាអ្នកនាងទៀតយ៉ាងម៉េចអញ្ចេះដូចជាសម័យដល់ហើយវុំវៈនាងជីវ៉ាកាត់ឆាក្បាលបបិឆាឡើងហើយអូយលោកកុំលេងបញ្ញាក់បានទេខ្ញុំដួលព្រលឹងអស់ហើយឲ្យខ្ញុំសុំទោសផងណានាងជីវ៉ាមកពីខ្ញុំឃើញនាងភ្លឹកយ៉ាងម៉េចមិនដឹងទេទើបបានជាខ្ញុំបញ្ញាក់បែបនេះទៅកុំខឹងខ្ញុំអីណាចុះលោកម្ដុំនេះមានការអីទៅគឺខ្ញុំមកលេងផ្ទះនាងតែនាងមានពេលសម្រាប់ខ្ញុំដែរទេគឺខ្ញុំមានការត្រូវចេញទៅខាងក្រៅលីហើយលោកណែឈប់សិននាងជីវ៉ាហេតុអីក៏លេងរឹកសម្បើម្លេះខ្ញុំខំមកដល់ផ្ទះទៅហើយបែរជាមិនស្វាគមន៍ខ្ញុំទៅវិញឬមួយក៏នាងមិនពេញចិត្តនឹងខ្ញុំទេមិនអាចទេតែនាងស្រស់ស្អាតខ្លាំងណាស់ទៅនិយាយប្រាប់អ្នកម៉ែវិញល្អជាងតាលោកម្នាក់នោះជាអ្នកណាទៅណោះហេតុអីក៏សង្ហាខ្លាំងម្ល៉េះគ្រាន់តែនិយាយគ្នាសោះក៏បេះដូងខ្ញុំលត់ខុសចង្វាក់ទៅហើយចុះតម្រាំតែធ្វើស្អីផ្សេងនោះអើយមិនចង់គិតទេពិតមែនឯកូនប្រុសកូនឯងនេះចិត្តក្តៅមែនតែនចុះកូនពេញចិត្តនឹងអ្នកនាងជីវ៉ាដែរទេហាកូនម៉ែចង់ដឹងចម្លើយរបស់កូនចេញពីមាត់ខ្លាំងណាស់មានអីអ្នកម៉ែសម្រស់ស្រស់ស្អាតគ្រាន់បានតែរៀងខ្មើតបន្តិចកុំទៅខ្វល់អីកូនសំខាន់អ្នកនាងជីវ៉ាមានលុយមានមុខរបរច្រើនថែមទាំងមានមុខមានមាត់ក្នុងសង្គមទៀតអ្នកណាមិនស្គាល់អ្នកនាងជីវ៉ានោះម៉ាក់ទេតកក់ថ្ងៃចូលស្ដីទៅដឹងល្អដែរទេកូនគឺសម្រេចតាមតែអ្នកម៉ែចុះព្រោះកូនក៏ពេញចិត្តនឹងនាងណាស់ដែរអញ្ចឹងអ្នកម៉ែនិយាយរឿងស្រីទៅចុះណាកូនសុំទៅបន្ទប់សិនហើយបានចាកូនល្អរបស់ម៉ែកុំព្រួយអីកូនពិតមែនអីម៉ាក់មីងខ្ញុំសប្បាយចិត្តណាស់ដែលលោករ៉ាម៉ុនមិនប្រកាន់ថាខ្ញុំជាស្រីមេម៉ាយអូយមិនប្រកាន់ទេអ្នកនាងជីវ៉ាកូនរ៉ាម៉ុនស្រឡាញ់អ្នកនាងជីវ៉ាខ្លាំងណាស់ខ្ញុំរីករាយនឹងជួយអ្នកមីងគ្រប់បែបយ៉ាងទាំងអស់ណាព្រោះបន្តិចទៀតនេះគ្រួសារយើងទាំងពីរនឹងក្លាយជាគ្រួសារតែមួយហើយចាប្រកាសណាស់អ្នកនាងជីវ៉ាបើអញ្ចឹងប៉ុណ្ណឹងសិនចុះណាអ្នកនាងជីវ៉ាចាអ្នកមីងជម្រាបលាលោករ៉ាម៉ុនខ្ញុំរងចាំលោកជាយូរមកហើយ
អ្នកនាងលោករ៉ាម៉ុននោះជានរណាទៅ លោករ៉ាម៉ុនគឺជាអនាគតស្វាមីទី3របស់បងណា អញ្ចឹងអ្នកនាងឈប់មករកខ្ញុំទៀតហើយមែនទេ ឆ្កួតប្អូនជីងនៅតែជាមនុស្សពិសេសសម្រាប់បងជានិច្ចប្អូនជីងកុំបារម្ភអីណា តើអ្នកនាងនឹងមករកខ្ញុំទៀតទេ ប្រកាសហើយព្រោះប្អូនជីងធ្វើឲ្យបងធូរចិត្តច្រើនណាស់ បានលឺអ្នកនាងនិយាយហើយខ្ញុំសប្បាយចិត្តណាស់តែខ្ញុំឆ្ងល់ណាស់អ្នកនាង ចឹងមិនទៀតហើយប្អូនជីងនៅឆ្ងល់អីទៀតមែនទេ បើតាមខ្ញុំគិតអ្នកនាងស្រឡាញ់ខ្ញុំណាស់ចុះហេតុអីក៏អ្នកនាងមិនជ្រើសរើសយកខ្ញុំធ្វើជាប្តីទី3របស់អ្នកនាងតែម្ដងទៅសុំទោសផងអ្នកនាងដែលសួរត្រង់បើអ្នកនាងមិនចង់ឆ្លើយទេក៏មិនអីដែរ អូគឺរឿងនឹងទេអីតាមពិតទៅប្អូនជីងឯងជាទីពេញចិត្តបងណាស់ក្មេងក៏ក្មេងសង្ហាក៏សង្ហាតែខ្វះតែម្យ៉ាងទេគឺប្អូនឯងគ្មានចំណេះដឹងគ្រប់គ្រាន់រឿងប្តីស្អីបងរៀងរើបន្តិចហើយ បានខ្ញុំយល់ហើយអ្នកនាង កុំអន់ចិត្តអីណាក្មេងល្អនេះជារង្វាន់សម្រាប់ប្អូនណា បានអរគុណហើយអ្នកនាងខ្ញុំស្រឡាញ់វាខ្លាំងណាស់ ឆាប់ចូលទៅខាងក្នុងទៅកូនអ្នកនាងជីវ៉ាកំពុងតែរងចាំនៅខាងក្នុង អ្នកម៉ែកូនរៀបខ្លួនមិនទាន់ត្រូវទេអ្នកម៉ែជួយមើលកូនផងទៅមើល កូនម៉ែស្រស់សង្ហាបំផុតហើយពិតជាស័ក្តិសមធ្វើជាលោកម្ចាស់នៅក្នុងផ្ទះនេះមែន រៀបរយហើយអ្នកម៉ែអញ្ចឹងយើងចូលទៅក្នុងទៅអ្នកម៉ែ ចាស់កូនចូលក៏ចូល មិនក៏មិនឃើញអ្នកនាងជីវ៉ាអញ្ចឹងអ្នកម៉ែនេះម៉ោង9កន្លះហើយណា ប្រហែលជានៅក្នុងបន្ទប់តែងខ្លួនហើយចាំតិចសិនទៅកូនប្រុសអ្នកនាងចុះមកឥឡូវហើយលោកប្រុសសូមអញ្ជើញពិសាទឹកនិងផ្លែឈើសិនទៅចាលោកជំទាវសូមអញ្ជើញនាងជាអ្នកបម្រើមែនទេចាលោកជំទាវអ្នកបម្រើស្រីមានគ្នា2នាក់មានខ្ញុំនិងនាងណាគ្រីចំណែកអ្នកបម្រើប្រុសក៏មាន2នាក់ដែរមានតែកងឡានហើយនិងសន្តិសុខ ឈ្មោះណាគ្រីមែនទេឈ្មោះនេះពីរោះខ្លាំងណាស់ កុំចឹងអីកូនហាមសរសើរអ្នកផ្សេងក្រៅពីគូដណ្ដឹងខ្លួន បានអ្នកម៉ែកូននឹងមិននិយាយទៀតទេ ប្រសើរណាស់កូនអូនោះអ្នកនាងជីវ៉ាមកដល់ល្មមមើលចុះស្រស់ស្អាតណាស់ហើយថ្លៃថ្នូរទៀត លោករ៉ាម៉ុនគ្រាន់តែបានឃើញនាងជីវ៉ាហើយក៏ស្រឡាំងកាំងតែម្ដង សួស្ដីលោកប្រុសរ៉ាម៉ុនហាត់អីក៏លោករ៉ាម៉ុនសម្លឹងខ្ញុំមិនដាក់ភ្នែកអញ្ចឹងអូប្រហែលជាលងស្នេហ៍នឹងសម្រស់អ្នកនាងជីវ៉ាហើយមើលទៅកូនប្រុសសម្រួលអារម្មណ៍សិនណាកូន នេះជាអ្នកនាងជីវ៉ាមែនទេអ្នកម៉ែហេតុអីក៏មិនមែនជានារីដែលខ្ញុំបានជួបកាលពីថ្ងៃមុនអញ្ចឹង នេះគឺអ្នកនាងជីវ៉ារូបពិតសម្លេងពិតណាកូន មិនក៏ទៅជាអញ្ចឹងទៅវិញខ្ញុំវិលវល់អស់ហើយ នេះមានន័យថាម៉េចហ្នឹងលោករ៉ាម៉ុនលោកមិនបានពេញចិត្តនឹងខ្ញុំទេពិតទេ គឺខ្ញុំមិនបាន នាងឆោមចង់ធ្វើអីក៏ធ្វើភ្លាមទៅកុំភ្លេចបិទទ្វារឲ្យយើងផងណាចាអ្នកនាងជីវ៉ាខ្ញុំទៅហើយកូនប្រុសអ្នកនាងជីវ៉ាគេមានខ្លាំងណាស់មនុស្សប្រុសគ្រប់គ្នាតែងតែប្រាថ្នាចង់បានកូនកុំធ្វើឲ្យម៉ែខកចិត្តឲ្យសោះណា អ្នកម៉ែតែកូនមិនបានស្រឡាញ់នាងទេតើឲ្យកូននិយាយបែបណាទៅវិញទៅអ្នកម៉ែយល់ លោករ៉ាម៉ុនលោកនិយាយប្រាប់ខ្ញុំមកមើលតើថ្ងៃមុនលោកបានជួបនឹងនារីណាទៅ បើខ្ញុំប្រាប់អ្នកនាងជីវ៉ាច្បាស់ជាទៅរករឿងស្រីស្អាតម្នាក់នោះជាមិនខានទេអូគ្មានអីទេអ្នកនាងខ្ញុំប្រហែលជាចូលច្រឡំផ្ទះហើយ គឺចាប់ត្រឹមនឹងចុះឥឡូវយើងមកនិយាយគ្នាពីរឿងយើងវិញម្ដងថ្ងៃនេះពេលនេះមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់គេដឹងហើយថាលោកនិងខ្ញុំជាគូដណ្ដឹងនឹងគ្នាលោកត្រូវតែទទួលខុសត្រូវ តែខ្ញុំនិងអ្នកនាងមិនទាន់រៀបការជាមួយនឹងគ្នាឯណាវាមិនខូចខាតអីទេអ្នកនាង តាំងពីខ្ញុំកើតមកមិនដែលមានអ្នកណាហ៊ានបដិសេធនឹងខ្ញុំទេអ្នកមីងមានអ្វីចង់និយាយដែរទេកូនម៉ែសំពះទៅចុះណាកូនអ្នកនាងជីវ៉ាស័ក្តិសមជាមួយកូនបំផុតហើយ ខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់រួចហើយអ្នកម៉ែកុំមកបង្ខំខ្ញុំអី អ្នកនាងជីវ៉ាខ្ញុំសូមទៅពិភាក្សាគ្នានៅផ្ទះសិនបានទេខ្ញុំនឹងបញ្ញាផ្ដោតដំណឹងឲ្យលឿនបំផុតណាអ្នកនាងខ្ញុំសង្ឃឹមនឹងទទួលបានដំណឹងល្អណាលោករ៉ាម៉ុនព្រោះខ្ញុំស្រឡាញ់លោកពេញបេះដូងហើយ តែយ៉ាងណាក៏មិនអាចទៅរួចដែរអ្នកនាង អូណែម៉ែថាទៅនិយាយគ្នាក្នុងផ្ទះសិនទៅកូនបើអញ្ចឹងខ្ញុំទៅវិញសិនហើយអ្នកនាង
លោករ៉ាម៉ុនលោកមិនអាចកិច្ចពីខ្ញុំបានឡើយ អ្នកនាងស្អានខ្ញុំបានជួបអ្នកនាងម្ដងទៀតហើយខ្ញុំសប្បាយចិត្តណាស់ នាងខ្ញុំសូមលាសិនហើយលោកប្រុស ឈប់សិនអ្នកនាងខ្ញុំមិនឲ្យអ្នកនាងទៅណាទេព្រោះខ្ញុំមិនទាន់ដឹងច្បាស់ពីអ្នកនាងនៅឡើយតើអ្នកនាងមានឈ្មោះអីដែរហើយអ្នកនាងធ្វើការនៅទីនេះមែនទេ នាងខ្ញុំឈ្មោះណាគ្រីជាអ្នកបម្រើអ្នកនាងជីវ៉ានេះវាយ៉ាងម៉េចនឹងកូនកូនម៉នឆាប់ទៅផ្ទះវិញទៅកូនកុំនៅអញញ៉ាយជាមួយនឹងពួកបម្រើអីកូននាំឲ្យខ្លួនយើងនេះវាថោកទាបទៅតាមនឹងដែរណាកូន អត់ទេអ្នកម៉ែតម្លៃមនុស្សក៏មានដូចគ្នាមិនអាស្រ័យទៅលើទ្រព្យសម្បត្តិឋានៈវណ្ណៈនិងពណ៌សម្បុរនោះទេមែនទេអ្នកនាងស្អាតហានាងតាណាបាត់ហើយអ្នកម៉ែមិនទាន់បាននិយាយគ្នាចប់សេចក្តីផងស្រេចបាត់ហើយក ុំទៅខ្វល់ជាមួយវាអីកូនឆាប់ទៅវិញទៅម៉ែដូចជាមិនស្រួលខ្លួនទេ បានអ្នកម៉ែ ហើយសង្ហារស់រាយថ្លៃថ្នូរចេះឲ្យតម្លៃអ្នកដតីលោកប្រុសមានជាកញ្ចប់ហើយគួរឲ្យស្រឡាញ់ណាស់តែខ្ញុំគ្មានវាសនាបានលោកប្រុសមកធ្វើជាគូទេបានត្រឹមតែសម័យម្នាក់ឯងតែប៉ុណ្ណោះសម័យម្នាក់ឯងរឿងអីទៅនាងណាគ្រីគ្មានអីទេខ្ញុំចេះតែនិយាយទៅខ្ញុំទៅធ្វើការវិញល្អជាងឈប់សិននាងណាគ្រីនេះឯងប្រញាប់ទៅណានឹងចាអ្នកនាងគឺខ្ញុំប្រញាប់ទៅរៀបចំម្ហូបបាយជូនអ្នកនាងមិនចាប់បាយរៀបចំទេយើងត្រូវចេញក្រៅហើយឯងក៏ត្រូវទៅជាមួយយើងដែរអ្នកនាងចង់ទៅណាដែរនាងខ្ញុំមិនទាន់ជ្រាបទេយើងទៅផ្ទះលោករ៉ាម៉ុនឆាប់តាមយើងមកនាងណាគ្រីកុំសួរច្រើនពេកចាអ្នកនាង អ្នកម៉ែកូនច្បាស់នៅក្នុងចិត្តហើយថាកូនពិតជាស្រឡាញ់នារីម្នាក់នោះខ្លាំងណាស់អ្នកម៉ែចូលស្ដីទៅដឹងនាងឲ្យកូនបានទេបេះដូងកូនត្រូវការនាងខ្លាំងណាស់ មិនបានទេឋានៈខុសគ្នាឆ្ងាយណាស់កូនគ្រាន់តែគិតក៏ម៉ែនេះស្ទើរតែប្រេះទ្រូងបែកទៅហើយណាកូនកូនប្រុសកូនត្រូវសម្លឹងឲ្យបានវែងឆ្ងាយណាស់កូន ស្រឡាញ់គឺស្រឡាញ់ហើយអ្នកម៉ែខ្វះអីប្រុសអ្នកមានទៅយកប្រពន្ធជាអ្នកបម្រើនោះមានមកកកោកហ្នឹងក្នុងរឿងកុនក៏មានដែរ តែម៉ែមិនព្រមจะដាច់ខាតមកដល់ដំណាក់កាលនេះទៅហើយម៉ែនិយាយប្រាប់កូនតាមត្រង់ទៅចុះពេលនេះគ្រួសារយើងមានតែសម្បកខ្លួនតែប៉ុណ្ណោះថែមទាំងមានបំណុលជាប់ខ្លួនថែមទៀត នេះអ្នកម៉ែកំពុងតែប្រឌិតរឿងមែនទេ អត់ទេកូនម៉ែជាពាក់បំណុលគេច្រើនណាស់ជាពិសេសគឺអ្នកនាងជីវ៉ាតែម្ដងកូនយកប្រពន្ធតាមម៉ែម្ដងទៅណាកូនម៉ែមិនសុំកូនច្រើនទេ អ្នកនាងជីវ៉ាមានអាយុច្រើនហើយកូនមិនប៉ែតៃជាមួយទេអ្នកម៉ែចំណេះវិជ្ជាកូនក៏មានពេញខ្លួនដែរត្រឹមតែមករស់ស្រួលវាអត់មានអីពិបាកទេអ្នកម៉ែកុំគិតច្រើនអី ហើយសង្គមមួយនេះគួរឲ្យខ្លាចណាស់ម៉ែមិនចង់ឲ្យគេដឹងថាគ្រួសារយើងធ្លាក់ខ្លួននោះទេកូនមានតែផ្លូវមួយគត់ដែលអាចឲ្យម៉ែរស់នៅបានសុខណាកូន តែកូនស្រឡាញ់អូនណាគ្រីណាកូនមិនចង់ក្បត់បេះដូងខ្លួនឯងទេ ជាអ្នកបម្រើនៅក្នុងផ្ទះកូនចង់បានពេលណាក៏បានដែរកូនតែជាម្ចាស់ផ្ទះវិញទេដែលកូនត្រូវតែសង្វាត អ្នកម៉ែចាប់ផ្ដើមមើលងាយគេទៀតហើយអ្នកបម្រើក៏ជាមនុស្សដែរអ្នកម៉ែ អាយ៉ានៅជុំគ្នាល្អណាស់ម្ហូបអាហារក៏តំណងទៀតខ្ញុំសូមរួមតុកម្នាក់ផងបានទេចាសូមអញ្ជើញអង្គុយអ្នកនាងជីវ៉ាថ្ងៃនេះខ្ញុំមានកិត្តិយសខ្លាំងណាស់ដែលអ្នកនាងជីវ៉ាមកលេងដល់ផ្ទះចាដែលខ្ញុំមកថ្ងៃនេះទី1គឺចង់មកយកចម្លើយពីលោករ៉ាម៉ុនចំណែកទី2គឺខ្ញុំមានការងារច្រើនណាស់ដែលត្រូវប្រគល់ឲ្យលោករ៉ាម៉ុនចាត់ចែងបន្ទាប់ពីរៀបការរួចមិនមែនប្រម៉ូសិនទេតែជាការពិតព្រោះខ្ញុំហត់នឹងការងារច្រើនហើយខ្ញុំក៏ចង់សម្រាប់ខ្លះដែរ បន្ទាប់ពីលោករ៉ាម៉ុនបានស្ដាប់នាងជីវ៉ានិយាយហើយលោកក៏ប្តូរចិត្តភ្លាមតែម្ដង ល្អណាស់អ្នកនាងកូនប្រុសស្ដាប់ឮទេលៀបសំណាងកូនមកដល់ហើយណាកូន គឺពេលនេះខ្ញុំមិនច្បាស់ពីខ្លួនឯងនោះទេសូមអ្នកម៉ែជួយសម្រេចចិត្តជំនួសកូនផងទៅ ចាកូនម្ដាយអញ្ចឹងសម្រាប់ថាម៉ែព្រមឲ្យកូនទាំងពីររៀបការនឹងគ្នាហើយដោយការសង្ស័យមែនប្រម៉ូសិនដ៏មានប្រសិទ្ធភាពទឹកប្រាក់អាចយកឈ្នះចិត្តមនុស្សបានមែនបើអញ្ចឹងចេញប៉ុណ្្នឹងទៅបងរ៉ាម៉ុនជួយអូនទៅកាត់ឈុតរៀបការបន្តិចទៅទុកស្លៀកសម្រាប់ថ្ងៃមង្គលការយើងនោះអី ខ្ញុំថាដូចជាលឿនពេកហើយអ្នកនាង
បាននិយាយត្រូវគ្នាហើយចាំនាំតែខាត់ពេលធ្វើអីទៅត្រូវហើយកូនរៀបការកាន់តែឆាប់គឺកាន់តែល្អម៉ែក៏សប្បាយចិត្តដែរ ណាគ្រីនេះអូនយ៉ាងម៉េចទៅហើយ ចានាងខ្ញុំមិនអីទេលោកប្រុសគ្រាន់តែរៀងងងឹតមុខបន្តិចខ្ញុំថាលោកប្រុសចូលទៅលោឈុតរៀបមង្គលការទៅល្អជាង អត់ទេបងបារម្ភពីអូនបងចង់មើលថែអូន បានហើយលោកប្រុសខ្ញុំមិនអីទេប្រយ័ត្ននាងជីវ៉ាមកឃើញទៅ បងមិនខ្វល់ទេព្រោះបងស្រឡាញ់អូន អូហូតែងខ្លួនរួចហើយនេះមានរឿងអីហ្នឹង គឺណាគ្រីនាងមិនស្រួលខ្លួនទើបបងយកអាសានាងបន្តិចទៅ មែនហើយប្រហែលជានាងហេវបាយខ្លាំងហើយមិនអីទេបងទៅលោឈុតខាងក្នុងទៅខាងនេះទុកឲ្យខ្ញុំចាត់ការបានហើយ បានបើអញ្ចឹងបងផ្ញើផងណា ឯងនេះទៀតហើយហេតុអីក៏មិនប្រាប់យើងថាឯងហេវបាយគឺខ្ញុំឃើញអ្នកនាងមកមានញឹកទៅខ្ញុំមិនហ៊ានរំខានអញ្ចឹងឯងឲ្យតែកងឡានទៅរកអីឲ្យឯងហូបសិនទៅណាចាអ្នកនាង ថ្មិចបើកថ្ងៃមង្គលការលោករមននិងនាងជីវ៉ាក៏បានមកដល់មើលចុះភ្ញៀវដែលមកចូលរួមក្នុងពិធីសុទ្ធតែអ្នកមុខអ្នកការទាំងអស់សូម្បីតែអតីតប្តីចាស់នាងជីវ៉ាក៏មកចូលរួមដែរ ថ្ងៃនេះជាថ្ងៃពិសេសរបស់អ្នកនាងតែហេតុអីក៏ខ្ញុំក្រៀមក្រំទៅវិញខ្ញុំគួរតែសប្បាយចិត្តទៅត្រូវ ថ្ងៃនេះអូនណាគ្រីស្រស់ស្អាតខ្លាំងណាស់តាក់ទាញបេះដូងបងតែម្ដងហើយ លោកប្រុសឈប់លេបខាយពាក្យសម្ដីជាមួយខ្ញុំទៀតទៅគេស្ដាប់ឮមិនល្អនោះទេព្រោះលោកប្រុសកំពុងតែរៀបការជាមួយអ្នកនាងជីវ៉ាហើយ តែបេះដូងបងនៅតែត្រូវការអូនមិនអាចបំភ្លេចបានទេដែលបងព្រមរៀបការនេះក៏ព្រោះតែកិត្តិយសតែប៉ុណ្ណោះបងមិនបានស្រឡាញ់អ្នកនាងជីវ៉ាទេ អាត្មានិយមជាទីបំផុតហ៊ានកាត់បេះដូងខ្លួនឯងដើម្បីលុយបានហើយលោកប្រុសចូលទៅខាងក្នុងទៅភ្ញៀវមកកាន់តែច្រើនហើយ អត់ទេបងមិនទៅជាដាច់ខាតតលតែអូនឆ្លើយប្រាប់បងសិនថាអូនមានអារម្មណ៍បែបណាចំពោះបងទៅ ខ្ញុំគ្មានអីត្រូវនិយាយទេហើយចាប់ពីពេលនេះទៅលោកប្រុសឈប់មកអញ្ញាជាមួយខ្ញុំទៀត អត់ទេបងមិនឈប់ទេព្រោះបងស្រឡាញ់អូនហើយស្រឡាញ់ខ្លាំងទៀតផងនេះខ្ញុំមកកាត់ចង្វាក់អ្នកទាំងពីរមែនទេនឹង ជំរាបសួរលោកប្រុសកនតែលោកសុខសប្បាយទេ បាទខ្ញុំសុខសប្បាយធម្មតានេះនាងជាណាគ្រីមែនទេ ចាស់លោកប្រុសនាងខ្ញុំគឺណាគ្រី អាយ៉ាខានជួបគ្នាតែប្រហែលឆ្នាំសោះធំពេញកមុំបាត់ទៅហើយថែមទាំងស្អាតទៀតផងខ្ញុំលងស្នេហ៍នាងហើយដឹងទេនេះអូនណាគ្រីស្គាល់គេដែរមែនទេ ចាស់គឺស្គាល់ព្រោះលោកប្រុសកនជាអតីតស្វាមីអ្នកនាងជីវ៉ា បើតាមខ្ញុំដឹងលោកជាកូនកំឡោះមែនទេបានមែនហើយនេះតើលោកនឹកឃើញយ៉ាងម៉េចបានជ្រាបការជាមួយនឹងអូនជីវ៉ាលោកគិតច្បាស់ហើយមែនទេ លោកប្រុសនិយាយគ្នាតាមសប្បាយចុះនាងខ្ញុំសុំទៅសិនហើយ ឈប់សិនអូនណាគ្រីកុំតន់ទៅអីលោកនេះលោកចង់ធ្វើអីហ្នឹងយ៉ាងម៉េចនឹងលោកគ្មានសិទ្ធិចាប់ដៃនាងទេចុះលោកមានសិទ្ធិមែនទេខ្ញុំជាបរិសពោះម៉ាយទោះខ្ញុំចង់ដើរញ៉ែអ្នកណាក៏បានដែរសូមរងចាំទស្សនានៅភាគបន្តសូមអរគុណ ហើយចុះថ្លៃព្យាបាលនោះលោកគ្រូពេទ្យ អូគឺមានបរិសម្នាក់ចំណាយរួចរាល់អស់ហើយដល់ពេលហើយខ្ញុំបើកកណាត់ជូនណាអូនរនអ្នកណាគេពិធីចិត្តចាប់ផ្ដើមឯណាអូនកុំបង្ករឿងទៀតអីបានទេបងឈឺក្បាលនឹងអូនឯងណា ឈឺក្បាលណាស់មែនទេហាត់មែនទេបើអញ្ចឹងអូនឈប់រៀបការហើយរឿងផ្កាឈូក138តងទីប៉ុនដោយសំណាងទឹកបរិសុទ្ធផលិតវីដេអូដោយកញ្ញាហិនសេឡា មីងថ្ងៃនេះយកកាហ្វេផ្អែមដល់បេះដូងឬក៏ 25% ចាកំឡោះសង្ហាមីងសុំយកផ្អែម 50% មួយកែវមកណា បានមីងឆោមដ៏ស្រស់ស្អាតមីងជាមួយប្រចាំអញ្ចឹងថ្ងៃនេះខ្ញុំថែមជូនមីងមួយកែវចុះ មែនទេមីងអរគុណហើយអញ្ចឹងមីងញ៉ាំឲ្យទាល់តែអស់តែម្ដង បានមីងប៉ុន្តែកុំបើកលឿនពេកណាមីង ហើយបើគិតទៅណាក្មួយដឹងទេគេថាមីងញៀនកាហ្វេតែមីងញ៉ាំរាល់ថ្ងៃគ្មានឃើញញៀនអីផងក្មួយថាអញ្ចឹងដែរទេ មែនតាមីង
ចំណែកខ្ញុំវិញគេថាខ្ញុំញៀនមើលតុក្កតាតែខ្ញុំមើលតុក្កតារាល់ថ្ងៃក៏មិនឃើញញៀនផងហ្នឹងមីង ណែមុននេះមីងឮសូងងើក្មួយកំពុងតែមើលអីដែរ អូបាទមីងខ្ញុំបើក YouTube មើលតុក្កតាហ្នឹងណាមើលយូរទៅក៏ទទួលបានគំនិតអប់រំច្រើនណាស់ មែនក៏អីរួចចុះក្មួយមើលរឿងអីដែរមុននេះមីងចង់ទៅមើលដែរនឹងណា គឺរឿងផ្កាឈូក138តងក្នុង Channel សីឡាតុក្កតា KH ណាមីងរឿងល្អមើលណាស់មីងអើយបើមីងអប់សុកមីងអាចចូលមើលបាន Channel ហ្នឹងរឿងលឿនតន់ចិត្តណាស់មីង មីងចាស់ណាស់ហើយមើលបានអត់ក្មួយ បានគ្រប់វ័យណាមីងសំខាន់រឿងនីមួយសុទ្ធតែមានបង្កប់គំនិតអប់រំទៀតផងខ្ញុំតែងតែមើលតែងតែកេងស្ដាប់រាល់យប់តែម្ដង អញ្ចឹងតើបានជាក្មួយសុតិថេនិយមយ៉ាងនេះមីងគួរតែមើលដែរហើយអញ្ចឹង បាទមីងនេះកាហ្វេមួយកែវ free មួយកែវណាមីង ចាអរគុណក្មួយជូនពរហេងណាវាយូកំពុងតែឆុងកាហ្វេសុកស្រាប់តែគាត់ក្រឡេកឃើញនារីម្នាក់ដូចជាពីការភ្នែកឈរឯអង្គចិត្តដងផ្លូវ តើនារីម្នាក់នោះកំពុងតែសុំទានមែនទេទីនេះត្រូវបានហាមឃាត់មិនឲ្យសុំនោះទេនាងមុខជាមិនដឹងទេមើលទៅ វាយូបំរុងតែនឹងទៅប្រាប់នារីនោះថាទីនេះជាតំបន់ហាមសុំទានតែភ្លាមនោះគាត់បានគិតថា មើលទៅនាងដូចជាប្លែកណាស់ប្រហែលជានាងសុំតែមួយថ្ងៃនេះទេណាស់ហើយចុះបញ្ជាការពារសម្ដាប់ធ្នាប់ក៏ទៅអន្តរាគមកន្លែងផ្សេងទៅហើយខ្ញុំគិតថាឲ្យនាងសុំសិនចុះ វាយូមើលនាងផងអាណិតផងនិងបារម្ភផងដែរបើមានបញ្ជាការពារមកឃើញនាងនឹងត្រូវបញ្ជូនទៅសួរនាំដូច្នេះគាត់នឹកឃើញគំនិតមួយ ផ្លូវមួយខ្សែនេះសំដៅឡើងទៅរមណីយដ្ឋានគេហាមឲ្យសុំទានទេតែបើនាងមានមុខរបរតូចមួយមុខជាល្អហើយខ្ញុំអត់លុយទេខ្ញុំមានតែផ្កាឈូកសូមនាងទទួលយកចុះ លោកកុហកហើយ ថាម៉េច លោកជាអ្នកឆុងកាហ្វេមិនក៏លោកកុហកថាគ្មានលុយទៅវិញ ចំមែនហើយនាងនេះនាងពិការភ្នែកអ៊ីតាមិនក៏ដឹងបែបនេះ និយាយចំពោះអ្នកពិការភ្នែកត្រចៀកនឹងច្រមុះគឺជាភ្នែកហើយក្លិនកាហ្វេលើអាវរបស់លោកគឺជាចម្លែកនោះអី នាងពិតជាពូកែណាស់តែនាងខ្ញុំអត់មានប្រាក់ពិតមែនណាសូមនាងទទួលយកផ្កាឈូកនេះចុះវាជួយឲ្យនាងមានអារម្មណ៍ល្អបានណា អរគុណហើយបរោះកំណាញ់ខ្ញុំទទួលយកផ្កាឈូកនេះចុះណា នេះប្រឡំជេរខ្ញុំមែនទេតែមិនអីទេនាងម្យ៉ាងបើផ្កាឈូកនេះសពូនថ្ងៃស្អែកខ្ញុំយកវាមកជូននាងទៀតណា ឡៃហៀងស្ងៀមមិននិយាយចំណែកវាយូឈរមើលនាងបន្តិចរួចនិយាយថា ចង់អរគុណមែនទេមិនអីទេកុំគួរសមអីលាសិនហើយណានាង លុះវាយូចេញទៅលក់កាហ្វេវិញក៏មានឡានប្តីប្រពន្ធពីរនាក់មកដល់ឈប់ចតពីមុខកន្លែងឡៃហៀងតែម្ដងលោកប្តីមើលចុះទីនេះមានគេលក់ផ្កាឈូកស្អាតខ្លាំងណាស់ បើអូនចង់ទិញទៅឲ្យហើយក៏ល្អដែរទៅដល់ប្រាសាទយើងយកថ្វាយព្រះតែម្ដង ក្មួយស្រីមីងមកយកទាំងអស់បានទេ10តងនេះមីងឲ្យ200000រៀលតែអ្នកស្រីខ្ញុំអត់កុំប្រកែកអីណាយកចុះក្មួយពិតជាល្អណាស់គួរឲ្យសរសើរមែនទោះជាពីការភ្នែកក៏មិនព្រមសុំទានតែយកកម្លាំងមកលក់ផ្កាឈូកបែបនេះមិនសរសើរមិនបានមែនតែខ្ញុំមិនបានលក់ តាមពិតទៅទីនេះគេមិនឲ្យសុំទានទេលក់ផ្កាក៏រាប់ថាជាការល្អហើយណាក្មួយវាប្រសើរជាងអង្គុយសុំទៅទេ តែខ្ញុំក្មេងល្អកុំប្រកែកអីណាណែយកទៅចុះទុកថាមីងជូនក្មួយចុះណាមីងលាសិនហើយស៊ូណា រួចហើយមែនទេអូន ចាស់បងរួចហើយពួកយើងទៅលីហើយក្មេងល្អតាមពិតបរោះលក់កាហ្វេនោះមានចេតនាឲ្យខ្ញុំជួយលក់ផ្កាឈូកជំនួសឲ្យការសុំទានតា មើលទៅមានអ្នកជួយទិញហើយតាពិតជាល្អណាស់ស៊ូណានាងអាយ៉ាលុយច្រើនដែរតាមើលតានាងដូចជាមើលមិនឃើញទេមិនក៏ខ្ញុំមិនដាក់លុយ1000រៀលរួចប្រឡំយកกระดาษ50000ទៅ លោកដាក់ទៀតឲ្យខ្ញុំមែនទេខ្ញុំអរគុណហើយ មិនអីទេឃើញនាងពិការភ្នែកគួរឲ្យអាណិតណាស់ខ្ញុំក៏ជួយតាមទឹកចិត្តបន្តិចបន្តួចទៅតើអាប៉ែនោះវាធ្វើអីបានជាមានរឹកពីចម្លែកម្លេះមើលទៅដូចជាចង់កេងប្រឡំហើយមិនបានទេតែមើលសិនទៅបានណែឈប់សិនបើមិនចង់ឈឺខ្លួនទេទុកលុយវិញភ្លាមទុកស្អីគេឯងនិយាយអីហ្នឹងយើងបានថតទុករួចអស់ហើយឬមួយក៏ឯងចង់ឲ្យយើងខលទៅហៅប៉ូលីសមែនទេ
ក៏បានដែរអញ្ចឹងខ្ញុំទុកវិញចុះថ្ងៃក្រោយកុំឲ្យធ្វើអញ្ចឹងទៀតណាវាមានបាបហើយក៏គ្មានសេចក្តីសុខដែរ លោកកាហ្វេ ខ្ញុំឈ្មោះវីយ៉ូណាអ្នកនាង កាហ្វេក៏ដោយវាយកក៏ដោយខ្យល់ក៏ដោយខ្ញុំអរគុណលោកហើយដែលបានផ្ដល់មេរៀនដល់ខ្ញុំ មេរៀនអីទៅអ្នកនាងខ្ញុំមិនបានធ្វើអីទេ គឺបង្រៀនឲ្យខ្ញុំយកកម្លាំងមកធ្វើការជំនួសឲ្យការសុំទាននោះអី មើលទៅអ្នកនាងបានដឹងអស់ហើយចំមែនអ្នកនាងពិតជាឆ្លាតណាស់ អរគុណហើយណាលោក បានហើយកុំគួរសមអីតែថាអ្នកនាងមើលទៅមិនសមជាអ្នកសុំទានទេហេតុអីក៏មកធ្វើបែបនេះអញ្ចឹង គឺថាមិនលាក់បាំងទេខ្ញុំត្រូវការលុយណាស់ហើយបើមានសំណាងរកលុយបានច្រើនខ្ញុំនឹងទៅព្យាបាលភ្នែករបស់ខ្ញុំព្រោះខ្ញុំមិនចង់ពិការបែបនេះទេលោក មែនណាបើអញ្ចឹងគិតអញ្ចេះចុះខ្ញុំនឹងជួយបេះផ្កាឈូកឲ្យអ្នកនាងលក់រាល់ថ្ងៃតើល្អទេ ធ្វើបែបនោះមិននឹងសមទៅលោករំខានលោកហើយក ុំភ័យអីខ្ញុំនឹងគិតថ្លៃឈ្នួលពីអ្នកនាងមិនឲ្យខ្វះទេ ធ្វើបែបនោះទៅត្រូវនឹងស្មើភាពគ្នាពីមួយថ្ងៃទៅមួយថ្ងៃវាយោតែងទៅលក់កាហ្វេនិងជួយលក់ផ្កាឈូកឡាយហៀងផងដែរលុះមានពេលមួយ ក្មួយអ៊ំសុំទោសអ៊ំគ្មានចេតនាទេ លោកអ៊ំខ្ញុំបានអីលក់បន្តទៅបើផ្កាឈូកខ្ញុំខូចអស់យ៉ាងនេះ ក្មួយស្រីអ៊ំសុំទោសពិតមែនអ៊ំគ្មានចេតនាទេតែមានរឿងអីហ្នឹង គឺលោកអ៊ំមិនប្រយ័ត្នធ្វើឲ្យផ្កាឈូកខ្ញុំវាខូចអស់ហើយ អ៊ំសុំទោសផងណាក្មួយស្រីអូមិនអីទេលោកអ៊ំមិនអីគឺល្អហើយផ្កាឈូកចាំខ្ញុំទៅបេះមកទៀតក៏បានតែអ៊ំខុសពិតមែនណាក្មួយប្រុសមិនអីទេអ៊ំតាមសម្រួលចុះណា គិតបែបណាទៅលោកខ្ញុំអត់មានផ្កាលក់ទេ គិតអីគេនាងគឺខ្ញុំទៅបេះមកទៀតនោះអីឬចង់ឲ្យលោកអ៊ំគាត់សងមែនទេមិនកើតទេគាត់ចាស់ណាស់ទៅហើយកុំភ័យអីនាងខ្ញុំអាចធ្វើបាន អាឡូថាម៉េចថ្ងៃនេះមែនទេចាខ្ញុំដឹងហើយ នាងមានរឿងអីមែនទេ គឺលោកគ្រូប៉ែតខលមកថាថ្ងៃនេះខ្ញុំត្រូវទៅពិនិត្យភ្នែកហើយតើគិតបែបណាទៅ គិតបែបណាអីនាងគឺមានតែទៅជួបគ្រូពេទ្យតាមការណាត់នឹងហើយ តែខ្ញុំអត់មានលុយគ្រប់ទេលោកខ្ញុំព្រួយចិត្តខ្លាំងណាស់លោក អ្នកនាងគួរទៅជួបវិជ្ជបណ្ឌិតសិនទៅពន្យាពេលយូរមិនល្អទេណា តែខ្ញុំ កុំគិតច្រើនអីនាងផ្កាបាន138តងហើយយើងសំក៏បានច្រើនហើយដែរទុកតែខ្ញុំសុំទៅចុះបានទេ បាទបែបនោះខ្ញុំនឹងទៅជួបលោកគ្រូប៉ែតចុះអរគុណលោកណាស់ដែលតែងតែជួយខ្ញុំនិងលើកទឹកចិត្តដល់ខ្ញុំរហូតមក បានមិនអីទេនាងបើភ្នែកនាងមើលឃើញដូចគេខ្ញុំក៏សប្បាយចិត្តណាស់ មែនហើយបើខ្ញុំអាចមើលឃើញវិញបានអ្នកដែលខ្ញុំចង់ឃើញមុនគេសូមឲ្យជាលោកបានទេលោកកាហ្វេ ថាម៉េចគឺខ្ញុំហ៎ មែនហើយនៅពេលដែលខ្ញុំពិបាកគឺបានលោកជួយខ្ញុំគ្រប់ពេលដូច្នេះខ្ញុំចង់ឃើញលោកហើយអរគុណលោកចេញពីចិត្តដែរណា នេះខ្ញុំព្រឺសបល់ណាស់នាង លោកអៀនមែនទេ អត់ទេខ្ញុំគ្រាន់តែបារម្ភថាពេលនាងបានឃើញមុខខ្ញុំហើយរត់នោះអីខ្ញុំប្រាប់នាងចុះខ្ញុំមិនសង្ហានោះទេ លោកកាន់តែធ្វើល្អខ្ញុំកាន់តែចង់ឃើញមុខលោកឲ្យបានច្បាស់ បានហើយតោះខ្ញុំបិទតូបកាហ្វេសិនហើយជូននាងទៅមន្ទីរពេទ្យឆាប់ឡើងកុំភ័យអីនាងមុខចាំមើលឃើញវិញជាមិនខាន ឡៃហៀងចូលទៅវះកាត់អស់រយៈពេលយ៉ាងយូរម៉ោងនិងសម្រាប់ជាច្រើនថ្ងៃចំណែកវាយូក៏ចាក់ចេញទៅឆ្ងាយផងដែរ អស់អីហើយបន្តិចទៀតខ្ញុំបើកកណាត់ជូនណានាងមុខចាំមើលឃើញបានច្បាស់ជាមិនខាន លោកគ្រូប៉ែតតើបរិសុទ្ធដែលជូនខ្ញុំមកគេទៅណាហើយ បុរសនោះមែនទេគាត់ទៅបាត់ហើយគាត់ប្រាប់ថាឲ្យនាងរឹងមាំឡើងហើយស៊ូមិនយូរទេគាត់នឹងមកវិញហើយ ហើយចុះថ្លៃព្យាបាលនោះលោកគ្រូប៉ែត អូគឺមានបុរសម្នាក់ចំណាយរួចរាល់អស់ហើយដល់ពេលហើយខ្ញុំបើកកណាត់ជូនណាយ៉ាងម៉េចដែរនាងមើលបានច្បាស់ដែរទេ លោកគ្រូប៉ែតភ្នែកខ្ញុំមើលឃើញវិញហើយខ្ញុំពិតជារំភើបខ្លាំងណាស់ សូមអបអរសាទរនាងសម្រាប់សិនចុះចាំខ្ញុំរៀបចំថ្នាំជូននៅនាងអូនឡៃអូនយ៉ាងម៉េចទៅហើយបងបារម្ភពីអូនណា បងសាវតា
គឺបងជាអ្នកជួយចេញថ្លៃព្យាបាលឲ្យខ្ញុំមែនទេខ្ញុំអរគុណហើយ អរគុណអីទៅបងជាគូតដឹងអូនបើមិនជួយអូនទៅជួយអ្នកណាទៅវិញត្រូវហើយបងបានទិញបបរយកមកផ្ញើអូនដែរអូនញ៉ាំចុះ តែដៃអូននៅជាប់សរមនៅឡើយទេបងជួយបញ្ចុកអូនបានទេ យ៉ាងម៉េចគ្រាន់តែឈឺប៉ុណ្ណឹងស្រាយបបរញ៉ាំមិនកើតទេហីឆាប់ញ៉ាំទៅកុំងែកងក់ដូចកូនក្មេងពេក ចាបងតែអូនស្ពឹកដៃណាស់ បន្តិចទៀតក៏ឈប់ស្ពឹកហើយឆាប់ឡើងញ៉ាំហើយបងនាំអូនទៅមើលឈុតរៀបការ តែបងអូនមិនទាន់មានកម្លាំងទេស្អែកចាំទៅមើលបានទេ មិនបានទេបងរវល់ណាស់កុំក្បោក្បាច់ដូចក្មេងទៀតមើលឆាប់ឡើងបងប្រញាប់ណា សាវតាគឺជាបរិសុទ្ធដែលរវល់និងមិនចេះផ្អែមល្ហែមហើយក៏មិនប្រកាយយកចិត្តដែរមើលចុះគាត់មិនខ្វល់ពីចិត្តឡៃហៀងបន្តិចសោះឡើយច្រើនថ្ងៃហើយតែបរិសុទ្ធនោះទៅណាមិនក៏មិនបង្ហាញខ្លួនបែបនេះ ហាំងមិនឆ្ងាយពីទីនេះទេម៉ោងនេះក៏មិនសូវស្ទះដែរឆាប់ឡើងអូចុះផ្លូវនេះមិនក៏ស្ទះម្លេះមិនដឹងថាយើងមានការបន្ទាន់ទេអី បងកុំចឹងអីម្នាក់រវល់ដូចគ្នាបងតែបង្ខំធ្វើអី ផ្លូវនេះមានតែពួកអ្នកក្រទេទៅរវល់អីធ្វើការយឺតយ៉ាវអញ្ចឹងតើបានជាក្រងើបមុខមិនរួចនោះ អូនថាបងដូចជាឆាវឆាវពេកហើយពួកគេក៏មានមូលហេតុផ្ទាល់ខ្លួនគេដែរណា ថាម៉េចនេះជាពាក្យចាញ់ពីចិត្តអូនមែនទេមិនក៏អូនប្លែកម្លេះក្រៅពីការតែងខ្លួនអូនឯងចេះយល់ចិត្តគេពីអង្កាល តែអូននិយាយការពិតណា បានហើយកុំនិយាយច្រើនពេកមិនខានណា សូមស្វាគមន៍អ្នកទាំងពីរស្រស់ស្អាតស្រស់សង្ហាមកចូលសិនមក អ្នកស្រីសុំឈុតកូនកំមុំណាដែលល្អបំផុតបានជួយណែនាំផង ចាស់បានមកតាមខ្ញុំមកសុទ្ធតែឈុតស្អាតនិងពិសេសបំផុតណាឡៃហៀងបានចូលទៅលើឈុតទី1ចេញមកក៏និយាយមកកាន់សាវតាថាឈុតនេះយ៉ាងមិនដែរបងសាវតា ស្អាតហើយ តែបងមិនទាន់មើលទេអូនឃើញថាបងចុចទូរស័ព្ទមិនឈប់សោះ បងថាស្អាតគឺស្អាតហើយបើអូនគិតថាមិនស្អាតទេក៏លោឈុតផ្សេងមួយទៀតទៅ បាញ់ចាំងខ្ញុំសុំលោពី3ឈុតទៀតហើយណាបង ឆាប់ឡើងលោក៏លោចុះបងនៅចាំ អ្នកនាងមួយនេះក៏ស្អាតដែរចាចាំតិចណាខ្ញុំទៅសួរគូតដឹងខ្ញុំសិនអ្នកនាងគូតដឹងអ្នកនាងទៅបាត់ហើយគាត់ប្រាប់ឲ្យខ្ញុំជម្រាបអ្នកនាងថាគាត់ទៅមើលការងារបន្ទាន់គាត់ប្រញាប់ណាស់ថាម៉េចហ្នឹងអ្នកនាងកុំបារម្ភអីគាត់បានឲ្យជំនួយការរបស់គាត់មកទទួលអ្នកនាងហើយចាអរគុណហើយអ្នកនាងបាញ់ចាំងខ្ញុំយកឈុតនេះចុះអរគុណណាស់ខ្ញុំនឹងរៀបចំជូនអ្នកនាងឲ្យបានល្អបំផុតទង្វើរបស់សាវតាធ្វើឲ្យឡៃហៀងអន់ចិត្តម្ដងហើយម្ដងទៀតនាងមិនសូវសប្បាយចិត្តទេ សុំទោសផងអ្នកនាងមកពីខ្ញុំដើមបានប្រយ័ត្ន មិនអីទេលោក គឺនាងពិតជានាងមែន លោកមិនកើតអីទេ អូគឺមិនអីទេអ្នកនាងខ្ញុំសុំទោសម្ដងទៀតចំមែនហើយមិនក៏ខ្ញុំមកជួបនាងទៅកើតសំណាងឲ្យដែលនាងចាំខ្ញុំមិនបានតែមិនក៏បេះដូងខ្ញុំដូចឈឺម្ល៉េះ វាយល់សប្បាយចិត្តពេលដែលបានជួបមនុស្សដែលខ្លួនស្រឡាញ់តែគាត់ក៏ដើរចេញមកព្រោះដឹងខ្លួនថាមិនស័ក្តិសម កាត់ចិត្តទៅអាវិយោអើយគេបានជួបបរោះល្អហើយតាអូនឡៃហៀងតើអូនទៅណាជំនួយការបងខលមកប្រាប់ថាគេទៅដល់ហាងហើយតែមិនឃើញអូននោះទេ អូនដើរលេងចិត្តហ្នឹងទេបងមានអ្វីមែនទេ ចំមែនហើយដើរលេងដូចជាកូនក្មេងទៅកើតដែរឬចុះពេលនេះអូនទៅដល់ណាហើយក ុំបារម្ភអីអូនគ្រាន់តែដើរមើលលេងសិនល្ងាចអូនជាតាក់ស៊ីទៅវិញហើយតានាយកាហ្វេនោះទៅដល់ណាហើយមិនក៏លោកមិនមករកខ្ញុំក្រែងសន្យាថាឲ្យខ្ញុំឃើញមុខលោកមុនគេនោះអីមើលទៅមានតែខ្ញុំទៅរកលោកហើយទៅបានហើយមិនក៏គ្មានតបកាហ្វេអញ្ចឹងខ្ញុំទៅរកលោកណៃណាទៅនាយកាហ្វេក្មួយស្រីរកអ្នកណាគេដែរជម្រាបសួរអ្នកមីងតាបរោះដែលលក់កាហ្វេនៅទីនេះគេទៅណាបាត់ហើយអូវាយូរមែនទេគេឈប់លក់កាហ្វេមួយរយៈហើយក្មួយតាព្រោះមូលហេតុអ្វីទៅអ្នកមីងឮគេថាលក់គ្រឿងក្រៅសម្ភារៈចុងកាហ្វេដើម្បីយកលុយទៅព្យាបាលមិត្តភ័ក្តិតែមិត្តភ័ក្តិគាត់កាត់អីទៅមីងឮមកថាដូចជាវះកាត់ភ្នែកអីក៏មិនដឹងទេក្មួយអើយមីងថាគាត់លក់ម៉ាស៊ីនកាហ្វេដើម្បីមិត្តភ័ក្តិមែនទេមែនហើយវាយូជាមនុស្សល្អណាស់ហើយទឹកដៃឆុងកាហ្វេក៏មិនអន់ដែរ
អើយនឹកឡើងណាមីងចង់ផឹកកាហ្វេគេណាព្រោះគ្មានអ្នកណាឆុងកាហ្វេត្រូវចិត្តមីងដូចជាក្មួយវាយោនោះទេតែមីងដឹងទេថាគាត់ទៅណាបាត់ហើយខ្ញុំចង់ជួបគាត់ណាស់មីងក៏មិនដឹងដែរតែឮថាដូចជាស៊ីឈ្នួលឆុងកាហ្វេតាមហាងតាមកម្មវិធីផ្សេងចាមីងអរគុណហើយកន្លងអស់ទៅមួយរយៈឡៃហៀងនៅតែរកវាយោមិនឃើញសោះលុះមិនយូរថ្ងៃរៀបការរបស់នាងនិងសវតាក៏បានមកដល់កើតអីអញ្ចេះមិនក៏ម៉ាស៊ីននេះមិនសម្រក់ទឹកកាហ្វេអញ្ចឹងលោកឲ្យខ្ញុំសុំកាហ្វេមួយកែវមកសុំចាំមួយផ្លេតនាងគឺនាងមែននេះជាមង្គលការកញ្ញាផ្កាឈូកនោះតាដូចជាចៃដន្យពេកហើយអាយ៉ូលោកចាំមិនទៅហើយអូគឺម៉ាស៊ីនដូចជារអាក់រអួលបន្តិចនាងទៅក្នុងកម្មវិធីសិនចុះរួចកាលណាចាំខ្ញុំយកទៅជូនបានចាបានមិនក៏ធ្វើមុខអញ្ចឹងចិត្តដល់ពេលពាក់អញ្ជៀនហើយណាអូនគ្រាន់តែមិនស្រួលខ្លួនតែងទូចមិនអីទេបងកូនរៀបចំខ្លួនហើយមែនទេរួចហើយលោកប៉ាចម្លែកណាស់កាន់តែគិតដល់ពេលពាក់ចិញ្ចៀនខ្ញុំកាន់តែមិនសប្បាយចិត្តហេតុអីខ្ញុំនឹកគិតបរិសម្នាក់នោះទៅវិញអូនលោកប៉ាកំពុងសួរហើយអូនឯងគិតអីហ្នឹងមិនអីទេហើយនេះកាហ្វេរបស់កូនអ្នកឆុងគេផ្ញើយកមកឲ្យចាអរគុណលោកប៉ាក្មេងឡៃហៀងគ្រាន់តែភ្លុកហើយស្រាប់តែនាងនិយាយថាទាំងអួតដើមកោថាតែអ្នកឆុងកាហ្វេនោះតើណាបាត់ហើយលោកប៉ាគេនៅខាងក្រៅយ៉ាងម៉េចឆ្ងាញ់ណាស់មែនទេកុំបារម្ភអីប៉ាជួលគេពេញថ្លៃណាកូនចង់ញ៉ាំពេលណាក៏បានដែរមិនអស់នោះទេនេះកាហ្វេគឺលោកពិតមែនហើយអូនចង់តាណាហ្នឹងដល់ពិធីឥឡូវហើយចង្រៃយកពិតជាគ្មានបានការមែននេះកាហ្វេគឺលោកពិតមែនលោកឆាប់ចេញមកតើអូនរនអ្នកណាគេពិធីចិត្តចាប់ផ្ដើមហ្នឹងណាអូនកុំបង្ករឿងទៀតអីបានទេបងឈឺក្បាលនឹងអូនឯងណាឈឺក្បាលណាស់មែនទេហត់មែនទេបាញ់ចឹងអូនឈប់រៀបការហើយអូនថាម៉េចអូនរំខានអូនជាកូនកំព្រាបងហត់បងមានសម្ពាធបាញ់ចឹងពួកយើងកុំរៀបការអីតែបងស្រឡាញ់អូនណាបងមិនដែលប្រកាន់ថាអូនជាកូនកំព្រានោះទេស្រឡាញ់មែនទេហេតុអីក៏អូនមើលមិនឃើញហេតុអីក៏អូនប៉ះមិនបានបងមិនដែលធ្វើឲ្យអូនយល់ថាខ្លួនឯងមានស្នេហានោះទេតាំងពីបងទុកអូនចោលមកម្លេះតែការងារបងសំខាន់ណាស់អូនក៏ដឹងដែរអូនភ្លេចហើយមែនទេគ្រួសារបងជាអ្នកជួយអូនច្រើនណាស់បានហើយអូនឈប់រៀបការជាមួយបងហើយបងរកអ្នកថ្មីដែលស័ក្តិសមជាមួយបងចុះតែបងជួយចាញ់ថ្លៃព្យាបាលឲ្យអូនណាបើគ្មានបងភ្នែកអូនក៏មិនអាចជាបានដែរបងឈប់ខកទៅអូនបានដឹងអស់ហើយកុំសម្ដែងដូចជាមានគុណលើផែនដីអីឡៃហៀងរត់តាមរកវាយោគ្រប់ទិសទីរហូតដល់កន្លែងមួយលោកកាហ្វេលោកនៅចិត្តនេះមែនទេលោកដឹងទេខ្ញុំតាមរកលោកយូរហើយឆាប់ចេញមកសុំទោសផងណាគឺមានតែធ្វើបែបនេះទេទើបនាងមានអនាគតខ្ញុំដឹងថាលោកនៅចិត្តនេះលោកចេញមកខ្ញុំស្រឡាញ់លោកខ្ញុំចង់ប្រាប់ថាខ្ញុំស្រឡាញ់លោកស្ដាប់បានដែរទេតើនាងពិតជាស្រឡាញ់ខ្ញុំមែនទេនាងផ្កាឈូកលោកខ្ញុំដឹងរឿងអស់ហើយឈប់រត់គេពីខ្ញុំទៀតទៅខ្ញុំគ្រាន់តែចង់ឲ្យនាងមានអនាគតនោះអីលោកប្រាប់ខ្ញុំមកតើលោកស្រឡាញ់ខ្ញុំដែរទេបងស្រឡាញ់អូនណាស់តាំងពីបានជួបលើកដំបូងម្ល៉េះតែយើងមិនឲ្យពួកឯងបានជួបគ្នាទេងាប់ទៅអូយបងវិជបងបង្កើតអីជួយផងសំមុខឲ្យអាអ្នកក្រឲ្យចេះប្រមាណខ្លួនផងទៅបងគិតថាខ្លួនឯងមានលុយធ្វើអីក៏បានមែនទេបងអាក្រក់ណាស់ក្នុងពេលនោះដែរប៉ូលីសការពារតំបន់ក៏ចាប់សវតាចេញទៅឃុំឃាំងបងវិជតើបងចាំមិនហើយអូនបារម្ភពីបងខ្លាំងណាស់គ្រាន់តែរបួសបន្តិចបន្តួចតាបងមិនកើតអីឯណាបងធ្វើឲ្យអូនបារម្ភណាស់ឈប់ទៅណាចាល់អូនទៀតលើទេបានបងនឹងនៅក្បែរអូនរហូតតទៅបងនឹងមើលថែអូនកុំបារម្ភអីណាបងសន្យាចុងក្រោយគូស្នេហ៍ទាំងពីរក៏រស់នៅជាមួយគ្នាយ៉ាងសុខសាន្តតរៀងទៅ